រុនសួស្ដីលោកស្រីអ្នកនាងកញ្ញាអរគុណលោកអ្នកដែលបានបើកស្ដាប់ការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ AFE នៅពេលនេះម៉ោង 7 ព្រឹកកម្មវិធីព័ត៌មានដោយវ៉ាសំណាប់លោកស្រីមួលសុខួរនិងលោកយឹមសវណ្ណមិនជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មការទីបញ្ហាទំនាស់ដីធ្លីនៅតែអង្រួនទីក្រុងភ្នំពេញកម្ពុជាអូស្ត្រាលីមិនទាន់មានកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនគណៈមានការរិះគន់ចំណែកព័ត៌មានអន្តរជាតិវិញតុលាការយុត្តិធម៌បារាំងចោទប្រកាន់ប្រធានអង្គការរូបិយវត្ថុអន្តរជាតិជាផ្លូវការអង្គការសុខភាពពិភពលោកការប្រែប្រួលអាកាសធាតុជាការប្រឈមបញ្ហាសម្រាប់សុខភាព RFIលទ្ធផលបោះឆ្នោតនៅរដ្ឋសភាកាលពីព្រឹកថ្ងៃពុធម្សិលមិញបានធ្វើឲ្យកក្រិកអង្គប្រជុំសភានោះគឺលោកស្រីមួលសុខួរនិងលោកយឹមសវណ្ណអ្នកតំណាងរាស្ត្រដ៏ឆ្នើមរបស់គណៈបក្សសង្គ្រោះជាតិបានធ្លាក់ចេញពីការបោះឆ្នោតជាប្រធានគណៈកម្មការទី8និងគណៈកម្មការទី10របស់រដ្ឋសភានោះទេតំណាងគណៈបកប្រជាជនកម្ពុជាបានព្យាយាមមិនបកស្រាយហើយថានោះគឺជាប្រជាធិបតេយ្យនៃការបោះឆ្នោតជាសម្ងាត់រីឯលោកសំរងស៊ីបានសម្រួលស្ថានភាពហើយព្យាយាមទទួលលទ្ធផលនៃការបោះឆ្នោតក្នុងរដ្ឋសភាដែលផ្ទុយពីការរំពឹងទុករបស់គណៈបកប្រឆាំងលីមេហ៊ូរីកាក្នុងកិច្ចប្រជុំរដ្ឋសភាបន្ថែមនោះលោកហេងសំរិនប្រធានរដ្ឋសភាបានប្រកាសពីសមាជិកប្រធានអនុប្រធាននិងលេខាធិការគណៈកម្មការចំនួន7ដែលមកពីគណៈបក្សសង្គ្រោះជាតិទើបនឹងជាប់ឆ្នោតថ្មីនៅក្នុងការបោះឆ្នោតនាថ្ងៃពុធនេះ3គណៈកម្មការបានបោះឆ្នោតរួចហើយកាលពីថ្ងៃអង្គារបន្ទាប់ពីរដ្ឋសភាបោះឆ្នោតហើយគឺសមាជិកគណៈកម្មការនីមួយៗមាន9រូបបានប្រជុំហើយបោះឆ្នោតតែងតាំងប្រធានអនុប្រធាននិងលេខាធិការគណៈកម្មការរៀងៗខ្លួនតាមកូតាដែលបានព្រមព្រៀងនយោបាយកាលពីថ្ងៃទី22កក្កដាសម្រាប់គណៈកម្មការទី8គឺលោកស្រីកែវសវណ្ណរតន៍អ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិឡើងជាប្រធានជំនួសលោកស្រីមូសុខួរដែលធ្លាក់ឆ្នោតចំណែកគណៈកម្មការទី10គឺលោកហូវ៉ាន់ឡើងជាប្រធានជំនួសលោកយឹមសវណ្ណដែលធ្លាក់ការបោះឆ្នោតបន្ទាប់ពីលោកស្រីមូសុខួរនិងលោកយឹមសវណ្ណមិនជាប់ឆ្នោតរួចមកនៅក្នុងសាលប្រជុំរដ្ឋសភាលោកសំរងស៊ីលោកកឹមសុខាបានស្កាត់ជួបលោកហ៊ុនសែនលោកហេងសំរិននិងលោកសខេងការសម្របសម្រួលក៏កើតឡើងហើយរដ្ឋសភាបានថែមម៉ោងប្រជុំរយៈពេលខ្លីនៅពេលចប់កិច្ចប្រជុំរដ្ឋសភានៅរសៀលថ្ងៃពុធលោកសំរងស៊ីបានថ្លែងទៅកាន់ក្រុមអ្នកកាសែតដោយលោកសោកស្ដាយនឹងការរអាក់រអួលបន្តិចបន្តួចដោយសារតែកិច្ចព្រមព្រៀងនយោបាយមិនបានអនុវត្តឲ្យបានពេញលេញតែមានការសម្របសម្រួលដើម្បីឲ្យរដ្ឋសភាដំណើរការនិងឈានទៅបញ្ចប់ការងារដ៏សំខាន់លើវិសោធនកម្មរដ្ឋធម្មនុញ្ញច្បាប់បោះឆ្នោតនិងការជ្រើសរើសសមាជិកកោជបថ្មីជាដើមនៅរសៀលថ្ងៃពុធលោកហ៊ុនសែនបានគិតមុខអ្នកកាសែតមិនចេញតាមទ្វារធំរដ្ឋសភាទេរីឯលោកឈៀងវុនសមាជិករដ្ឋសភាគណៈបកប្រជាជនកម្ពុជានិងជាអ្នកនាំពាក្យរដ្ឋសភាបានចាត់ទុកការធ្លាក់ឆ្នោតរបស់លោកស្រីមូសុខួរនិងលោកយឹមសវណ្ណថាជារឿងធម្មតាក្នុងលទ្ធិប្រជាធិបតេយ្យហើយការធ្លាក់ឆ្នោតនោះគឺមកពីគេមិនពេញចិត្តតាមលោកឈៀងវុនការមិនជាប់ឆ្នោតរបស់លោកយឹមសវណ្ណនិងលោកស្រីមូសុខួរមិនមែនមកពីគណៈបកប្រជាជនកម្ពុជាខ្លាចអ្នកទាំងពីរទេក៏ប៉ុន្តែក៏មិនមានហេតុផលច្បាស់លាស់ណាមួយត្រូវបានលោកឈៀងវុនបញ្ជាក់ឡើយនៅថ្ងៃពុធម្សិលមិញនេះដែរគណៈដែលសភាជាតិបានរៀបចំកិច្ចប្រជុំដំណើរការដើម្បីបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនជាបន្តបន្ទាប់នោះក៏មានការប្រមូលផ្ដុំតវ៉ាពីផ្សេងគ្នាស្ដីអំពីបញ្ហាដីធ្លីនៅខាងក្រៅរដ្ឋសភាផងដែរនោះគឺជាបាតកម្មរបស់អ្នកភូមិបង្កក់និងប្រជាពលរដ្ឋលពីងមួយក្រុមតវ៉ានៅមុខរដ្ឋសភាមួយក្រុមទៀតតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនសុនមីសារីកាអ្នកភូមិលពីងនិងអ្នកដែលមានទំនាស់ដីធ្លីនៅឃុំតាជេខេត្តកំពង់ឆ្នាំងរួមទាំងអតីតអ្នកភូមិបង្កក់បានធ្វើបាតកម្មតវ៉ាចំនួន2កន្លែងផ្សេងគ្នាក្នុងទីក្រុងភ្នំពេញអតីតអ្នកភូមិបង្កក់ដែលរងការបណ្តេញចេញមានគ្នាប្រមាណ100នាក់បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅស្ថានទូតសិង្ហបុរីនិងស្រែកតវ៉ាក្បែរវិមានរដ្ឋសភាដែលកំពុងតែបន្តរបៀបវារៈប្រជុំរើសក្បាលម៉ាស៊ីនដឹកនាំរបស់ខ្លួនប៉ុន្តែការប៉ុនប៉ងទៅកាន់មុខរដ្ឋសភាពីអតីតអ្នកភូមិបង្កក់នោះដែលភាគច្រើនជាស្ត្រីត្រូវបានរារាំងពីកងកម្លាំងរដ្ឋាភិបាលដែលបានដាក់ពង្រាយនៅជុំវិញរដ្ឋសភាក្នុងលិខិតផ្ញើជូនទៅកាន់ទូតសិង្ហបុរីប្រជាពលរដ្ឋទាំងអស់បានស្នើឲ្យប្រទេសសិង្ហបុរីនិងក្រុមហ៊ុនពាក់ព័ន្ធដែលបានទិញដីនៅក្នុងតំបន់បង្កក់ត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួនដោយឡែកប្រជាពលរដ្ឋចំនួន82គ្រួសារមកពីភូមិលពីងនិងភូមិចំនួន4ផ្សេងទៀតនៅក្នុង
ក្នុងខេត្តកំពង់ឆ្នាំងបានប្រមូលផ្ដុំគ្នាដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងចំនួនដីធ្លីជាមួយក្រុមហ៊ុន KDC របស់លោកស្រីជាខេងភរិយាលោកសុយសែមនៅក្នុងលិខិតស្វែងរកអន្តរាគមន៍ជាបន្តបន្ទាប់ទៅកាន់ស្ថាប័នរដ្ឋផ្សេងៗអ្នកភូមិលបពីងដែលបានធ្វើដំណើរដោយថ្មើរជើងមកទីក្រុងភ្នំពេញនោះបានសូមឲ្យដោះលែងតំណាងសកម្មជនដីធ្លីចំនួន5រូបឲ្យមានសេរីភាពឡើងវិញដោះស្រាយបញ្ហាចំនួនដីធ្លីឲ្យបានឆាប់និងបញ្ចប់ការចាប់ប្រកាន់នានាមកលើប្រជាពលរដ្ឋសូមបញ្ជាក់ថាឆ្លើយតបចំពោះបញ្ហាដីធ្លីនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីពេលថ្មីបានបើកកិច្ចប្រជុំពិសេសមួយជាបន្ទាន់ដើម្បីដោះស្រាយវិវាទដីធ្លីដែលបានកើតឡើងទាំងទីក្រុងភ្នំពេញនិងតាមបណ្ដាខេត្តមួយចំនួនចំពោះទីក្រុងភ្នំពេញអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកឡុងឌីម៉ង់បានលើកឡើងថាបញ្ហាបរិយាកីឡាគឺកំពុងតែដោះស្រាយបញ្ចប់តាមរយៈវេទិកាសាធារណៈកាលពីពេលថ្មីចំណែកឯនៅក្នុងតំបន់បង្កក់គឺនៅសល់តែក្រុមគ្រួសារមួយចំនួនតូចតែប៉ុណ្ណោះដែលមានឯកសារមិនទាន់ស្របគ្នាស្ត្រីខ្មែររងគ្រោះ2រូបនឹងត្រូវបញ្ជូនពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី28ខែសីហានេះហើយបាទតាមលោកកុយគូអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាស្ថានភាពកុងស៊ុលកម្ពុជានៅក្នុងទីក្រុងខ្វាងជូវសហការជាមួយនឹងអាជ្ញាធរចិនបានជួយសង្គ្រោះស្ត្រីខ្មែរ2រូបនេះដែលត្រូវមានខ្យល់បោកយកទៅរាយការណ៍ដោយបង្ខំជាមួយនឹងបុរសជនជាតិចិននៅក្នុងខេត្តជាងស៊ីប្រទេសចិននារីទាំង2នាក់នោះម្នាក់មានស្រុកកំណើតនៅខេត្តព្រៃវែងនិងម្នាក់ទៀតមានស្រុកកំណើតនៅខេត្តកំពង់ចាមលោកកុយគូបានឲ្យដឹងទៀតថាស្ត្រីខ្មែរទាំង2រូបនោះមិនមានលិខិតឆ្លងដែនជាប់ខ្លួននោះទេដូច្នេះស្ថានអគ្គកុងស៊ុលកម្ពុជានៅក្នុងទីក្រុងខ្វាងជូវបានចេញលិខិតបើកផ្លូវដើម្បីបញ្ជូនអ្នកទាំងពីរមកកាន់កម្ពុជាវិញនៅក្នុងជំនួបជាមួយនឹងលោកអ៊ុចបរិទ្ធរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃពុធម្សិលមិញលោក Scott Marshall ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកបានស្ទាបស្ទង់ជំហររបស់រដ្ឋាភិបាលក្រុងភ្នំពេញអំពីផែនការ Free Action ដើម្បីសម្រួលដល់ចលនាពាណិជ្ជកម្មនៅក្នុងសមុទ្រចិនខាងត្បូងផែនការ Free Action ឬសកម្មភាពដោយសេរីក្នុងដែនសមុទ្រចិនខាងត្បូងនេះត្រូវបានលោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងណៃពីដោប្រទេសភូមាកាលពីពេលថ្មីៗនេះផងដែរសូមស្ដាប់ប្រសាសន៍របស់លោកអ៊ុចបរិទ្ធដំណើររបស់សហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងការហៅថា Free Action នៅសចនាស៊ីបានន័យថាកម្មភាពសេរីភាពដោយសេរីទៅនៅសមុទ្រចិនខាងត្បូងដែលសហរដ្ឋអាមេរិកបានលើកជាសំណើនេះនៅក្នុងកិច្ចពិភាក្សាក្នុងរយៈកាលកន្លងហើយនេះនៅទីក្រុងនេហ្វីដោប្រទេសភូមាក្នុងការរួមប្រជុំប្រទេសអាស៊ានហើយបញ្ហានេះគឺលោកបានសួរបញ្ជាក់អំពីចំហរបស់រដ្ឋាភិបាលកម្ពុជាខ្ញុំបានឆ្លើយបញ្ជាក់ជូនថាប្រសាសំណុំពរនេះគឺថ្មីដែលជាសំណុំពរចាំបាច់ដែលយើងត្រូវការសិក្សាស្រាវជ្រាវឲ្យបានម៉ត់ចត់មុននឹងសម្រាប់ពលចុងប្រកាន់ចំហណាមួយប៉ុន្តែលោកស្គមសេះបានបញ្ជាក់ថា Free Action នេះដែលលោក John Kerry បានលើកនៅក្នុងកិច្ចប្រជុំនៅអាស៊ាននៅទីនេះនោះគឺមិនមែនបានន័យថាជាការគៀបសង្កត់ឬមួយក៏សង្ឃឹមថានឹងបានការទទួលគ្រប់គ្រងអីទេគ្រាន់តែជាការលើកឡើងដើម្បីជាការរួមចំណែកនៅក្នុងការធ្វើយ៉ាងណាឲ្យមានគេហៅថាភាពធូរស្រាលនៅក្នុងតំបន់លោកនៅក្នុងសមុទ្រចិនខាងត្បូងលោកឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Scott Marshall ក្រៅពីបានលើកឡើងអំពីបញ្ហាសមុទ្រចិនខាងត្បូងនេះក៏បានលើកឡើងផងដែរអំពីការស្វាគមន៍ចំពោះបញ្ហាចំនួននយោបាយនៅក្នុងប្រទេសកម្ពុជាក្រោយពីគណៈបកប្រឆាំងបានចូលនៅក្នុងប្រជុំនៅក្នុងសភារួមទាំងបញ្ហាជនភៀសខ្លួនអូស្ត្រាលីតែនៅពេលនោះភាគីកម្ពុជាលោកអ៊ុចបរិទ្ធបានបញ្ជាក់ថាកម្ពុជានៅមិនទាន់សម្រេច 100% នៅឡើយទេញឹមសុផលរីកាបន្ថែមបន្ទាប់ពីជំនួបជាមួយនឹងលោក Scott Marshall ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកនៅទីស្តីការក្រសួងការបរទេសកម្ពុជាកាលពីព្រឹកថ្ងៃទី27ខែសីហាលោកអ៊ុចបរិទ្ធរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់អ្នកកាសែតថាបញ្ហាជនភៀសខ្លួនដែលត្រូវបញ្ជូនពីអូស្ត្រាលីមកកម្ពុជាត្រូវបានលើកមកជជែកតិចតួចផងដែរលោកអ៊ុចបរិទ្ធបានឲ្យដឹងថាបញ្ហាជនភៀសខ្លួននេះគឺស្ថិតនៅក្នុងដំណាក់កាលមួយជជែកគ្នាពីលក្ខណៈបច្ចេកទេសនៅឡើយមិនទាន់មានការឯកភាពគ្នាណាមួយនោះទេនៅក្នុងជំនួបនេះដែរលោករដ្ឋលេខាធិការបានបញ្ជាក់ប្រាប់ភាគីអាមេរិកលោក Scott Marshall ថាអ្វីដែលកម្ពុជាសម្រេចគឺផ្អែកទៅលើមូលដ្ឋានមនុស្សធម៌និងឈរលើមូលដ្ឋាននៃការស្ម័គ្រចិត្តឥតមានការបង្ខិតបង្ខំដែលនេះគឺជាជំហររបស់កម្ពុជា
លើរឿងនេះដែរនៅក្នុងកិច្ចសម្ភាសន៍មួយរបស់លោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិជាមួយនឹងទូរទស្សន៍ ABC អូស្ត្រាលីហើយដែលបានបង្ហោះផ្សាយតាមប្រព័ន្ធ Facebook របស់លោកមេបកប្រឆាំងរូបនេះបានជំទាស់ទៅនឹងគម្រោងទទួលជនភៀសខ្លួនរបស់កម្ពុជាដែលមានជាតិសាសន៍ផ្សេងៗគ្នាពីប្រទេសអូស្ត្រាលីលោកសំរងស៊ីសម្ដែងនឹងការព្រួយបារម្ភចំពោះការទទួលជនភៀសខ្លួនរបស់រដ្ឋាភិបាលកម្ពុជាដោយហេតុថាប្រទេសនេះស្ថិតនៅក្នុងស្ថានភាពមានការអភិវឌ្ឍតិចតួចមិនមានការគោរពសិទ្ធិមនុស្សពេញលេញហើយបញ្ហានេះតាក់ទងទៅនឹងផលប្រយោជន៍ហិរញ្ញវត្ថុនិងការទទួលប្រាក់កម្រៃផ្ទាល់ខ្លួនតាក់ទងទៅនឹងរឿងជនភៀសខ្លួននេះផងដែរលោកសូរិយាប្រសាទស៊ូវេឌីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី15ខែសីហាបានធ្វើរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការកម្ពុជានេះហើយដែលបានចេញផ្សាយកាលពីថ្ងៃទី22ខែសីហាថ្មីនេះដោយលោកផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជានិងអូស្ត្រាលីគួរធានាជាមុនពីការរៀបចំឲ្យមានការរស់នៅក្នុងស្ថានភាពមួយល្អប្រសើរមានសុវត្ថិភាពនិងស្របតាមបទដ្ឋានអន្តរជាតិមុននឹងមានកិច្ចព្រមព្រៀងស្ដីពីការបញ្ជូនជនភៀសខ្លួនណាមួយមកកម្ពុជាសូមបញ្ជាក់ថារដ្ឋាភិបាលអូស្ត្រាលីនិងកម្ពុជាបានធ្វើការចរចាគ្នាជាច្រើនខែមកហើយទៅលើដំណោះស្រាយក្នុងការផ្ដល់សិទ្ធិច្រកកោនដល់ជនភៀសខ្លួនប្រមាណជាង 1000 នាក់ពីប្រទេសអូស្ត្រាលីដើម្បីអនុញ្ញាតឲ្យមករស់នៅក្នុងប្រទេសកម្ពុជាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬក៏សញ្ញាបត្របាក់ឌុបនឹងត្រូវប្រកាសលទ្ធផលនៅរសៀលថ្ងៃទី29ខែសីហាស្អែកនេះនៅមណ្ឌលរាជធានីភ្នំពេញនិងខេត្តកណ្ដាលនិងនៅថ្ងៃទី30សីហានៅតាមបណ្ដាខេត្តផ្សេងៗសូមបញ្ជាក់ថានៅក្នុងសម័យប្រឡងឆ្នាំសិក្សា2014នេះមានសិស្សានុសិស្សច្រើនជិត 100000 នាក់បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬក៏សញ្ញាបត្របាក់ឌុបដោយមានមណ្ឌលប្រឡងចំនួន154មណ្ឌលនិងចែកចេញជា 3779 បន្ទុកនៅថ្ងៃទី27ខែសីហាឆ្នាំ2014អង្គការសុខភាពពិភពលោកបានបញ្ជាក់ថាប្រទេសកុងហ្គោពិតជាមានការរាតត្បាតជំងឺអេបូឡាមែនដូច្នេះមានប្រទេសចំនួន5នៅលើពិភពលោកមានការរាតត្បាតដោយជំងឺអេបូឡាក្នុងនោះរួមមានប្រទេសសេរ៉ាឡេអូនប្រទេសលីបេរីយ៉ាប្រទេសគីណេប្រទេសនីហ្សេរីយ៉ានិងចុងក្រោយនេះគឺជាប្រទេសកុងហ្គោនេះបើយោងតាមទំព័រ Facebook របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងតាមប្រភពដដែលនេះបានដឹងថាចំពោះព័ត៌មានដែលថាប្រទេសជិតខាងយើងដូចជាប្រទេសវៀតណាមថៃនិងភូមាមានជំងឺអេបូឡាគឺជាព័ត៌មានមិនពិតប្រទេសទាំង3នេះគ្រាន់តែរកឃើញករណីសង្ស័យហើយធ្វើការព្យាបាលដាច់ដោយឡែកនិងតាមដានសុខភាពក្រោយពីមានការតាមដានរយៈពេល24ម៉ោងមកករណីសង្ស័យទាំងនោះត្រូវបានដោះលែងអស់ពីមន្ទីរពេទ្យហើយចំណែកប្រទេសកម្ពុជាវិញមិនមានមេរោគនេះទេយើងផ្ដល់ព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិនៅព្រឹកនេះដោយនិយាយអំពីប្រមុខមូលនិធិរូបិយវត្ថុអន្តរជាតិយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង AFP នៅថ្ងៃពុធម្សិលមិញនេះតុលាការយុត្តិធម៌បារាំងបានចោទប្រកាន់ជាផ្លូវការលើលោកស្រី Christine Lagarde ជាប្រមុខមូលនិធិរូបិយវត្ថុអន្តរជាតិពីបទធ្វេសប្រហែសក្នុងសំណុំរឿងចំនួនរវាងមហាសេដ្ឋី Bernard Tapie និងធនាគាររដ្ឋ Credit Lyons ធ្វើឲ្យធនាគាររដ្ឋបារាំងខាត់បង់លុយកាក់ច្រើនក្នុងសំណុំរឿងនេះលោកស្រីធ្លាប់បានសម្រេចចិត្តជ្រើសរើសក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោយខ្លួនឯងដើម្បីដោះស្រាយចំនួនដោយមិនបានសុំយោបល់ពីរដ្ឋាភិបាលលោកស្រី Lagarde គិតថាមិនលាលែងពីតំណែងជាប្រមុខមូលនិធិរូបិយវត្ថុអន្តរជាតិនេះទេព្រមសឿនសូលេណាជួនព័ត៌មានពិស្ដាតុលាការយុត្តិធម៌បារាំងបានសម្រេចចោទប្រកាន់ជាផ្លូវការលើប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ FME គឺលោកស្រី Christine Lagarde ពីបទធ្វេសប្រហែសក្នុងសំណុំរឿងចំនួនរវាងមហាសេដ្ឋី Bernard Tapie និងធនាគាររដ្ឋបារាំង Credit Lyonnais គូបញ្ជាក់ថាសេដ្ឋីបារាំង Bernard Tapie បានប្តឹងទាមទារជំងឺចិត្តពីធនាគាររដ្ឋបារាំងពីបទទិញក្រុមហ៊ុន Adidas របស់លោកក្នុងតម្លៃបោកប្រាស់បណ្ដឹងក្តីក្តាំនេះមានរាប់ឆ្នាំពិបាកដោះស្រាយរហូតឡើងដល់សាលាអូតូរឿងរ៉ាវក្តីក្តាំបានពាក់ព័ន្ធទៅដល់លោកស្រី Christine Lagarde ក្នុងឆ្នាំ2008ក្នុងរបបដឹកនាំរបស់អតីតប្រធានាធិបតី Nicolas Sarkozy ក្នុងរដ្ឋាភិបាលលោក Sarkozy លោកស្រី Lagarde ដែលជាប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបច្ចុប្បន្នគឺជារដ្ឋមន្ត្រីសេដ្ឋកិច្ចពីឆ្នាំ2007ដល់ឆ្នាំ2011លោកស្រីបានសម្រេចចិត្តរើសក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយចំនួនរវាងសេដ្ឋី Tapie និងធនាគាររដ្ឋ Credit Lyonnais អ្វីដែលធ្វេសប្រហែសតាមការចោទប្រកាន់របស់តុលាការយុត្តិធម៌បារាំងនោះគឺថាលោកស្រី Lagarde ដោះស្រាយចំនួនដោយជ្រើសរើសក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោយខ្លួនឯងមិនសួរយោបល់ពីរដ្ឋាភិបាលខណៈក្នុងចំនួនមានស្ថាប័នធនាគាររបស់រដ្ឋដែលត្រូវសងជំងឺចិត្តសេដ្ឋី Tapie រងការខាត់បង់ប្រាក់ធ្ងន់ធ្ងររហូតដល់400លានអឺរ៉ូឯណោះ
ក្នុងដំណោះស្រាយក្តីក្តាមនេះគេឃើញមានតែតំណាងគូភាគីចំនួនតែប៉ុណ្ណោះនៅក្នុងក្រុមប្រឹក្សាអាជ្ញាកណ្ដាលលោកស្រី Christine Lagarde ធ្លាប់បានប្រាប់ថាលោកស្រីធ្វើដូច្នេះគឺដើម្បីបិទបញ្ចប់ចំនួនវែងឆ្ងាយរវាងលោក Bernard Tapie និងធនាគាររដ្ឋប៉ុន្តែដោយសារតែលោក Bernard Tapie ជាអ្នកជិតដិតនឹងអតីតប្រធានាធិបតី Sarkozy នាំឲ្យមានការគិតថាលោកស្រី Lagarde អាចដោះស្រាយចំនួននេះលំអៀងប្រយោជន៍ទៅរកលោក Tapieគូបញ្ជាក់ថាតុលាការយុត្តិធម៌បារាំងមានទីតាំងនៅក្រុងប៉ារីសជាតុលាការពិសេសបង្កើតឡើងក្នុងឆ្នាំ93ដើម្បីកាត់ទោសសមាជិករដ្ឋាភិបាលដែលប្រព្រឹត្តបទល្មើសប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រមជាមួយនឹងមេដឹកនាំអ៊ុយក្រែនថាទីក្រុងមូស្គូនឹងបញ្ជូនជំនួយទៅកាន់ភាគខាងកើតប្រទេសអ៊ុយក្រែនក្រោមការគ្រប់គ្រងពីអង្គការកាកបាទក្រហមអន្តរជាតិហើយនឹងការសហការជាមួយនឹងទីក្រុងគៀវនេះបើតាមអ្នកនាំពាក្យប្រធានាធិបតីដែលបាននិយាយកាលពីថ្ងៃពុធម្សិលមិញកាលពីថ្ងៃអង្គារលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានយល់ព្រមពិភាក្សានៅក្នុងទីក្រុង Minsk ពីរឿងជំនួយនេះហើយមេដឹកនាំប្រទេសទាំងពីរក៏បានយល់ព្រមដោយសារនេះគឺជាសកម្មភាពមនុស្សធម៌ដើម្បីជួយប្រជាជនដែលកំពុងខ្វះខាតនៅភាគខាងកើតប្រទេសអ៊ុយក្រែនជាទីដែលគ្រប់គ្រងដោយក្រុមឧទាមផ្ដាច់ទឹកដីគ្រប់គ្រងដោយរុស្ស៊ីយើងបញ្ចប់នីតិព័ត៌មានអន្តរជាតិនៅពេលនេះដោយនិយាយអំពីបញ្ហាសុខភាពដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅថ្ងៃពុធម្សិលមិញនេះនៅក្នុងសន្និសីទក្នុងទីក្រុងហ្សឺណែវអង្គការសុខភាពពិភពលោកចង់ឲ្យគ្រប់គ្នាជ្រាបច្បាស់អំពីជំងឺផ្សេងៗដែលកើតឡើងដោយសារតែការប្រែប្រួលអាកាសធាតុដើម្បីចូលរួមស្រោចស្រង់អាយុជីវិតមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំយោងតាមអង្គការសុខភាពពិភពលោកការប្រែប្រួលអាកាសធាតុអាចបង្កឲ្យមានមនុស្សស្លាប់នៅក្នុងពិភពលោកប្រមាណជា 250,000 អ្នកបន្ថែមទៀតក្នុងមួយឆ្នាំយើងស្ដាប់ព្រំសឿនសលេណាម្ដងទៀតក្នុងសន្និសីទរយៈពេល3ថ្ងៃនៅក្រុងហ្សឺណែវប្រធានអង្គការសុខភាពពិភពលោកលោកស្រី Margaret Chan បានគូបញ្ជាក់ពីការប្រែប្រួលអាកាសធាតុដែលគំរាមសុខភាពមនុស្សលោកយើងគេរំពឹងថាពីពេលនេះរហូតដល់ឆ្នាំ2030ការដោះស្រាយបញ្ហាសុខភាពដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុអាចត្រូវការប្រាក់ពី$2,000 លានដល់$4,000 លានយោងតាមលោក Alistair Woodward ជាអ្នកបម្រើការឲ្យក្រុមអន្តររដ្ឋាភិបាលទទួលបន្ទុកផ្នែកអាកាសធាតុសីតុណ្ហភាពក្នុងភពផែនដីអាចនឹងកើនឡើង4អង្សាបន្ថែមទៀតនៅចុងសតវត្សទី21ពលគឺខុសពីការគិតទុកកន្លងមកដែលថាសីតុណ្ហភាពអាចកើនត្រឹមតែ2អង្សានោះដោយសារការកើនឡើងកម្ដៅផែនដីជំងឺមួយចំនួនដូចជាគ្រុនចាញ់ឬក៏គ្រុនឈាមអាចនឹងរាលដាលដល់តំបន់ថ្មីៗផ្សេងទៀតនៅអាស៊ីនិងអាហ្វ្រិកយោងតាមអង្គការសុខភាពពិភពលោកការបំពុលបរិយាកាសបានធ្វើឲ្យមានមនុស្សស្លាប់មុនអាយុរហូតដល់7 លាននាក់បន្ថែមទៀតក្នុងមួយឆ្នាំដំណោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុគឺថារដ្ឋាភិបាលគ្រប់ប្រទេសត្រូវយល់ស្របគ្នាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នឹងធ្វើឲ្យការបំពុលបរិយាកាសថយចុះដូច្នេះជំងឺបេះដូងឬសរសៃឈាមឬជំងឺផ្លូវដង្ហើមផ្សេងៗក៏អាចកាត់បន្ថយដូចគ្នាដែរការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នឹងជួយស្រោចស្រង់អាយុជីវិតមនុស្ស2 លាននាក់ក្នុងមួយឆ្នាំនៅថ្ងៃសុក្រខាងមុខកិច្ចប្រជុំក្រុងហ្សឺណែវនឹងត្រូវសម្រេចអនុម័តអនុសាសន៍នានាដែលត្រូវអនុវត្តឲ្យបានមុនជំនួបកំពូលស្តីពីអាកាសធាតុក្រុងញូវយ៉កថ្ងៃ23កញ្ញានិងមុនសន្និសីទស្តីពីអាកាសធាតុនៅក្រុងប៉ារីសឆ្នាំ2015វិទ្យុបារាំង RFI ភ្នំពេញ92 MHz សៀមរាប92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHzលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តទៅទៀតនេះលោកអ្នកនាងនឹងបានស្ដាប់ជាទីព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃស្ដីពីការបោះឆ្នោតមិនទុកចិត្តបេក្ខភាពមកពីគណៈបកប្រឆាំងគឺជាមេរៀនចាស់របស់បកប្រជាជនតែថ្មីសម្រាប់បកប្រឆាំងបន្ទាប់មកគឺជានីតិទស្សនៈព្រឹត្តិការណ៍កម្ពុជាតែបូណានឹងវិភាគអំពីវិញ្ញាសាថ្មីដើម្បីសាកល្បងទំនុកចិត្តរវាងអ្នកនយោបាយនៅក្នុងនីតិទស្សនៈព្រឹត្តិការណ៍ពិភពលោកលោកអ្នកនាងនឹងបានស្ដាប់ព្រំសឿនសូលេណាដែលនឹងលើកឡើងអំពីនាយករដ្ឋមន្ត្រីបារាំងតែងតាំងអតីតធនាគាររឹកវ័យក្មេងឲ្យកាន់សេដ្ឋកិច្ចជាតិបង្អាប់រដ្ឋមន្ត្រីចាស់ដែលពូកែរិះគន់នីតិទស្សនៈសារព័ត៌មានព្រឹកនេះរៀបចំជូនដោយសុនមេសានិងនៅចុងបញ្ចប់កម្មវិធីព័ត៌មានរបស់យើងលោកនាងនឹងបានស្ដាប់នីតិបទយការបស់វ៉ាន់សុគន្ធាដែលនឹងនិយាយអំពីអេលិចជនបរទេសដែលស្រឡាញ់ព្រៃឈើខ្មែរខ្លាំងជាងខ្មែរខ្លះទៀតព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃលោកស្រីមួលសុខូនិងលោកយឹមសវណ្ណអ្នកតំណាងរាជគណៈបកសង្គ្រោះជាតិបានធ្លាក់ចេញពីការបោះឆ្នោតជាប្រធានគណៈកម្មការទី8និងទី10ដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតជ្រើសតាំងជំនួសនិងបំពេញបន្ថែមសមាជិកគណៈកម្មការទាំង10របស់រដ្ឋសភានៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី28
ការពីថ្ងៃទី27សីហាវាអាចជាចេតនានយោបាយមួយរបស់គណៈបកប្រជាជនកម្ពុជាក្នុងការបោះឆ្នោតមិនទុកចិត្តទៅលើបេក្ខភាពទាំងពីររូបតែមន្ត្រីគណៈបកប្រជាជនកម្ពុជាអះអាងថាការធ្លាក់ចេញនេះមិនមែនកើតចេញពីគណៈបកប្រជាជនតែមួយនោះទេសង្គមស៊ីវិលបានលើកឡើងថានេះគ្រាន់តែជាមេរៀនទី1សម្រាប់គណៈបកប្រឆាំងប៉ុណ្ណោះយ៉ាងណាក៏ដោយអ្នកទាំងពីរនៅអាចវិលមកឈរឈ្មោះឲ្យគេបោះឆ្នោតឡើងវិញប្រសិនបើមានការសម្របសម្រួលនយោបាយបន្ថែមជាបន្តសូមស្ដាប់នៅសេចក្តីរាយការណ៍របស់ខ្ញុំដូចតទៅលោកជំទាវមួសុខូសមាជិកលទ្ធផលទទួលបានមានដូចតទៅសន្លឹកឆ្នោតរង56សន្លឹកឆ្នោតមិនយល់ព្រម63សម្លេងសន្លឹកឆ្នោតអនុប្រវៀនចំនួន3សម្លេងមកខាត់0អាស្រ័យហេតុនេះលោកជំទាវមួសុខូមិនជាប់ឆ្នោតបានទេក្នុងសមាជិកគណៈកម្មការវាគួរឲ្យភ្ញាក់ផ្អើលដែលលោកហេងសំរិនប្រធានរដ្ឋសភាបានប្រកាសពីការធ្លាក់ចេញពីប្រធានគណៈកម្មការទី8របស់លោកស្រីមួសុខូនិងលោកជឹមសុវណ្ណពីប្រធានគណៈកម្មការទី10គណៈដែលពេជ្រភាពដតីទៀតមកពីគណៈបកប្រឆាំងនេះមិនមានបញ្ហាអ្វីឡើយលោកស្រីមួសុខូបានទទួលសម្លេងគាំទ្រតែ56រូបចំណែកឯលោកជឹមសុវណ្ណទទួលបានសម្លេងយល់ព្រមតែ56រូបប៉ុណ្ណោះលើ122រូបប៉ុន្តែទោះបីយ៉ាងនេះក្តីលោកជឹមសុវណ្ណបានបង្ហាញអារម្មណ៍ធម្មតាលោកជឹមសុវណ្ណទោះជាប្រជាពលរដ្ឋម្នាក់ខ្ញុំអាចបំពេញកាតព្វកិច្ចជូនប្រទេសជាតិនិងប្រជាពលរដ្ឋរបស់ខ្ញុំបានទោះជាខ្ញុំជាតំណាងរាស្ត្រធម្មតាក៏ខ្ញុំនៅតែសប្បាយចិត្តមានមោទនភាពដែលបានប្រជាពលរដ្ឋបោះឆ្នោតឲ្យខ្ញុំនឹងខិតខំបំពេញកាតព្វកិច្ចរបស់ខ្ញុំបន្តយ៉ាងណាក៏ដោយលទ្ធផលចេញមកបែបនេះបានធ្វើឲ្យប្រធានគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីហាក់មិនសប្បាយចិត្តនោះទេលោកសំរងស៊ីច្បាស់ហើយយើងចេះគិតតួលេខដែរបេក្ខជនមូសុខួរបេក្ខភាពមូសុខួរបេក្ខភាពលោកយឹមសវណ្ណគឺយើងបានទទួល56សម្លេងគណៈបក្សសង្គ្រោះជាតិមានតែ55ទេដូច្នេះមានខាងគណៈបកប្រជាជនគេបន្ថែមសម្លេងឲ្យយើងមួយប៉ុន្តែភាគច្រើននៃគណៈបកប្រជាជនជាង60ក្នុងករណីនីមួយៗហ្នឹងគឺគេមិនគ្រប់គ្រងបេក្ខភាពលោកឈឹងវុនអ្នកនាំពាក្យរដ្ឋសភានិងជាតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាសម្លេងគណៈបកប្រជាជនកម្ពុជាគឺមានគោលការណ៍ច្បាស់លាស់បាទគោលការណ៍គឺអ្នកម្នាក់សម្រាប់ស្ដីចិត្តឯងត្រូវធ្វើបោះមិនបោះចំនួននោះប្រហាក់ប្រហែលចំនួនតំណាងរាស្ត្រគណៈបកប្រជាជនតែចំនួនតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិគឺបានគ្រប់គ្រងបេក្ខភាពហើយដល់បេក្ខជនយើងទាំងពីរនាក់នេះមិនមែនគណៈបកប្រជាជនមិនពេញចិត្តទេខ្ញុំនិយាយច្បាស់ហើយអ្នកដែលមិនបោះឆ្នោតឲ្យមិនមែនមានគណៈបកប្រជាជនទេមានគាត់ដែរមានគ្នាគាត់ដែរមានគណៈបកសង្គ្រោះជាតិដែរនិយាយឲ្យនិយាយទៀតខ្ញុំមានតែឆែកអីរបស់គេហើយបើសិនជាគេមិនពេញចិត្តក៏ខ្ញុំមិនមានសិទ្ធិអីសួរគេរឿងអីបានមិនពេញចិត្តជាមួយគាត់អានឹងលែងទៅជាអ្នកនយោបាយហើយចំពោះឯកឧត្តមចំពោះខ្ញុំបោះឲ្យតាខ្ញុំខិតខំធ្វើយ៉ាងម៉េចដើម្បីអនុវត្តកិច្ចព្រមព្រៀងប្រកបដោយសេចក្តីថ្លៃថ្នូរព្រោះកាលណាមនុស្សយើងកាលណាប្រតិនិយាយយើងត្រូវគោរពនៅពាក្យសម្ដីរបស់យើងឲ្យបានថ្លៃថ្នូរតែខ្ញុំទោះជាយ៉ាងម៉េចក៏ដោយខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្ញុំក្នុងការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយសេចក្តីភាពដោយសេចក្តីថ្លៃថ្នូរហើយនឹងដោយដំណាភាពនិងការទទួលខុសត្រូវកិច្ចព្រមព្រៀងមាននិយាយថាត្រូវទៅបោះឲ្យយមសវណ្ណឬត្រូវបោះឲ្យមួយឈ្មោះឬត្រូវបោះឲ្យឯកឧត្តមសុខបណ្ឌុកឬក៏ត្រូវតែបោះឲ្យឯកឧត្តមខាពីខ្លាំងអត់ប៉ះពាល់ទេប៉ះពាល់មិនបើគាត់យកមនុស្សម្នាក់ដែលគេអត់ពេញចិត្តយកមកដាក់ឲ្យគេមិនបោះឲ្យអានេះជារឿងធម្មតាប៉ះពាល់មិនលើនេះអ្នកប្រជាធិបតេយ្យគេយល់ឃើញចឹងគេយល់ថានេះជារឿងធម្មតានៃការដល់ការទុកចិត្តរបស់រដ្ឋាភិបាលខ្ញុំព្រោះខ្ញុំធ្លាប់បោះឆ្នោតធ្លាក់ដែរអាចលទ្ធផលនេះជាការស្បត់នៃកិច្ចព្រមព្រៀងនៅណាទៀតហើយយើងមិនដាក់ចង់សន្និដ្ឋានដល់កម្រិតហ្នឹងទេយើងនៅតែមានជំនឿថាយើងនឹងសម្រេចបាននៅអ្វីដែលយើងចង់បានពីព្រោះថាភាគីទាំងពីរបានបង្ហាញថាចង់ឲ្យមានការកែតម្រង់កែលម្អកែតម្រូវអ្វីដែលធ្វើខុសឆ្គងពីមុនដែលមានកង្វះខាតដូច្នេះយើងចង់រៀបចំការងារនឹងការបោះឆ្នោតសម្ដែងការមិនទុកចិត្តនេះត្រូវបានអ្នកវិភាគនិងសង្គមស៊ីវិលបានមើលឃើញថានេះគឺជាយុទ្ធសាស្ត្ររបស់គណៈបកកណ្ដាលអំណាចហើយនេះគ្រាន់តែជាមេរៀនដំបូងដែលគណៈបកសង្គ្រោះជាតិទទួលបានប៉ុណ្ណោះលោកគូលបញ្ញានាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត Confrel ជាយុទ្ធសាស្ត្រនយោបាយរបស់គណៈបកប្រជាជនខ្ញុំមើលទៅប្រហែលជាគាត់ប្រាប់ទៅគណៈបកសង្គ្រោះជាតិថានឹងការសម្រេចចិត្តគឺស្ថិតនៅក្នុងដៃគណៈបកប្រជាជនណាអញ្ចឹងទៅនេះឲ្យសញ្ញាទៅគណៈបកសង្គ្រោះជាតិហើយតែថាវាត្រូវការមានការជួយអន្តរាគមន៍លបពីគណៈដឹកនាំគណៈបកប្រជាជនដើម្បីឲ្យសមាជិកគេនឹងបោះឆ្នោតអីចឹងទៅប៉ុន្តែគាត់ថាខ្ញុំមើលទៅរឿងមិនមែនរឿងនេះអីទេក៏រឿងជាយុទ្ធសាស្ត្ររបស់គណៈបកប្រជាជនមកដើម្បីជាអំពីអំណាចគាត់នៅក្នុងសភា
ភាណាលោកកែមលីអ្នកសិក្សាស្រាវជ្រាវសង្គមប្រសិនបើប្រធានគណៈកម្មការអនុប្រធានគណៈកម្មការណាដែលមិនស្របទៅតាមអ្វីដែល CPP ចង់បានអាចនឹងជាពលៈបន្ថែមទៀតក៏ថាបានអានឹងរឿងមេរៀនទី1មេរៀនទី2កិច្ចព្រមព្រៀងនយោបាយថ្ងៃទី22ជាមេរៀនដល់ជួចប់សម្រាប់គណៈបក្សសង្គ្រោះជាតិប្រសិនបើមានកិច្ចព្រមព្រៀងនយោបាយណាមួយត្រូវរៀបចំឲ្យលម្អិតនៅក្នុងចំណុចនីមួយៗដែលណាមិនមានរៀបចំលម្អិតគឺការដែលមិនគោរពនៅកិច្ចព្រមព្រៀងនយោបាយហ្នឹងអានឹងវារឿងទី2លោកគុលបញ្ញារឿងច្រើនទៀតមិនមែនរឿងគណៈកម្មការរឿងធ្វើច្បាប់ទៅធ្វើច្បាប់កោចបផងទៅធ្វើវិសោធនកម្មច្បាប់បោះឆ្នោតចិត្តតាំងអ្នកតំណាងរាស្ត្រផងហើយនឹងរឿងសមាជិកកោចបទៀតអញ្ចឹងរឿងទៅមុខនេះគឺប្រាប់សញ្ញាថាមានប្រកាសប្រជាជននេះអ្នកសម្ដេចទាំងអស់រឿងហ្នឹងមិនអាចមិនមានអ្នកណាទេការទីកម្មប្រជាជនសិននេះគណៈប្រជាជនអូខេអានឹងដំណើរការសម្ដេចហ្នឹងវាទៅដំណើរវាទៅរលូនណាបើអត់ទេមានបញ្ហាអញ្ចឹងទៅគណៈបក្សសង្គ្រោះជាតិត្រូវតែដឹងពីខ្លួនឲ្យច្បាស់ទីតាំងក្នុងការធ្វើការងារជាមួយគណៈបក្សប្រជាជននៅក្នុងសភាណាលោកឈៀងវុនអ្នកនាំពាក្យរដ្ឋសភានិងជាតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាយើងបោះឆ្នោតដល់ការទុកចិត្តសមាជិកសភាទាំងអស់ដល់មិនមែនតែគណៈបក្សសង្គ្រោះជាតិមួយឬក៏គណៈបកប្រជាជនមួយទេដែលបោះឆ្នោតគឺទាំងពីគណៈបក123រូបបាទហើយការបោះឆ្នោតនេះជាការធម្មតាសមាជិកសភាអាចផ្ដល់សេចក្តីទុកចិត្តឲ្យអ្នកនេះឲ្យអ្នកនោះជារឿងធម្មតាហើយសូមបញ្ជាក់មិនថាតើជាការកំណត់ទុកពីមុននេះហ្នឹងណាសូមបញ្ជាក់ចេះសភាកម្ពុជាចាស់ទុំហើយអ្នកតំណាងរាស្ត្រក៏ធ្លាប់ម្នាក់ធ្វើការបម្រើប្រជាពលរដ្ឋពី2អាណត្តិ3អាណត្តិ4អាណត្តិ5អាណត្តិខ្លះលើពីនឹងផងបាទយើងខិតខំប្រឹងប្រែងរក្សាស្មារតីចំពោះគណៈបក្សសង្គ្រោះជាតិគឺយើងគោរពស្មារតី 100% ហើយយើងទទូចសូមឲ្យគណៈបក្សជាដៃគូគោរពស្មារតី 100% លោកគុលបញ្ញាអពរដោយសារតែកិច្ចព្រមព្រៀងគេតែបរិបទនេះគឺតែចង់ឲ្យមានការជឿទុកចិត្តគ្នាក្នុងការកិច្ចព្រមព្រៀងហ្នឹងអញ្ចឹងពេលអនុវត្តកិច្ចព្រមព្រៀងឃើញវាមានបញ្ហាលំបាកនៅពេលដែលគណៈបក្សសង្គ្រោះជាតិចង់បានអីមិនប្រកបបានដោយអ្វីដែលខ្លួនចង់បានទោះបីកិច្ចព្រមព្រៀងបញ្ជាក់ថាឲ្យខ្លួនមានគណៈកម្មការប្រធានគណៈកម្មការ5ហើយប៉ុន្តែមនុស្សរបស់ខ្លួនមិនអាចចិត្តដាក់បានទេអ្នកដែលសម្រេចចុងក្រោយគឺគណៈបក្សប្រជាជនប៉ុន្តែយ៉ាងណាក៏ដោយអ្នកទាំងពីរនៅមានសង្ឃឹមថានឹងអាចវិលមកឈរឈ្មោះឲ្យគេបោះឆ្នោតឡើងវិញប្រសិនបើមានការសម្របសម្រួលខាងផ្នែកនយោបាយបន្ថែមហើយជាបណ្ដោះអាសន្ននេះលោកស្រីកែវសុវណ្ណរតគឺជាប្រធានគណៈកម្មការទី8ជំនួសលោកស្រីមួសុខួរចំណែកឯលោកហូវ៉ាន់គឺជាប្រធានគណៈកម្មការទី10ជំនួសលោកយុនសវណ្ណនេះគឺជាការបញ្ជាក់របស់លោកកឹមសុខាអនុប្រធានគណៈបក្សសង្គ្រោះជាតិលោកកឹមសុខាដែលដាក់ប្រធានទៅគណៈបក្សទីជំនួសលោកជឿមួសុខួរហើយនឹងជំនួសអាដាមយុនសវណ្ណនេះវាគ្រាន់តែជាការបណ្ដោះអាសន្នទេតាមគោលការណ៍របស់គណៈពលរដ្ឋគណៈបក្សសង្គ្រោះជាតិយើងនឹងស្មើឡើងវិញដាក់បេក្ខជនដដែលហ្នឹងលោកជឿមួសុខួរឡើងវិញហើយស្មើបេក្ខជនអាដាមយុនសវណ្ណឡើងវិញដើម្បីបោះឆ្នោតម្ដងទៀតក្រោយពីយើងបានសម្របសម្រួលនយោបាយបន្តទៀតពីលោកសមត្ថកិច្ចនិងលោកនាយករដ្ឋមន្ត្រីតែនឹងសម្របសម្រួលនេះហើយយើងនឹងដាក់បេក្ខជនហ្នឹងទៅឲ្យបោះម្ដងទៀតនៅក្នុងរដ្ឋាភិបាលកម្ពុជាតាមផ្លូវច្បាប់มันអាចយករឿងដែលធ្លាក់ហើយមកដាក់វិញទេបាទมันអាចទេក៏ប៉ុន្តែកន្លងទៅនៅក្នុងពីកលៈទេសៈដែលប្រទេសជាតិឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃហើយអង្គការសហប្រជាជាតិអង្គការសហប្រជាជាតិទីបានអោបសោកយើងឲ្យបំពេញធ្វើការជាមួយគ្នាមានការសម្រុះរង្រួលមួយពេលដែលបោះឆ្នោតឯកឧត្តមស៊ុនសូបែជាអនុប្រធានទី2នៃរដ្ឋាភិបាលហើយគាត់បោះធ្លាក់3ដងយើងបោះឡើងវិញដើម្បីចង់ជួយគាត់ឲ្យជាប់ក៏ប៉ុន្តែគាត់បោះធ្លាក់3ដងនឹងហេតុផលអីណាគាត់បោះធ្លាក់3ដងទីដូច2ដងហើយទី3ជាប់តាមខ្ញុំចាប់ពួកខ្ញុំកាលនោះខ្ញុំជាសមាជិកសភានៅជំនាន់នោះកម្មវិធីនេះសហការឧបត្ថម្ភដោយពីរ៉ាមីតជាទីភ្នាក់ងារបកប្រែនាំមកគេមន្ទីរព្យាបាលធ្មេញប្រចាំបង្កើនស្នាមញញឹមរបស់លោកអ្នកជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតអាសកីណាមួយសម្រាប់ការឈឺចុកចាប់មួយគីណាក្របសម្រាប់ឈឺចុកចាប់ពេលមករដូវស៊ីម៉ង់អូតរឹងមាំថិតថេរជាអមតៈរមណីយដ្ឋានណាតាយ៉ាជាឋានសួគ៌ត្រូពិចសម្រាប់លោកអ្នកអង្គការស៊ីប៉ាមានសិភៅច្រើនប្រភេទសម្រាប់អ្នកអានគ្រប់វ័យស៊ីប៉ានាំមកគេផ្នែកគុណភាពសាកលវិទ្យាល័យអាមេរិកភ្នំពេញ AUPP ជាសាកលវិទ្យាល័យអាមេរិកទី1នៅកម្ពុជាធនាគារ Eslida ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្តនិងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបវគ្គថ្មីចូលរៀនថ្ងៃទី17ខែកញ្ញាឆ្នាំ2014ទេសនាព្រឹត្តិការណ៍កម្ពុជា
ទីបំផុតទៅក្បាលម៉ាស៊ីនដឹកនាំសភាត្រូវបានជ្រើសរើសបានទាំងស្រុងហើយបន្ទាប់ពីកិច្ចប្រជុំសភារយៈពេល2ថ្ងៃបើទោះបីជាគណៈបកទាំងពីរបានព្រមព្រៀងគ្នាបែងចែកអំណាចក្នុងរដ្ឋសភាក៏ដោយក៏យ៉ាងហោចណាស់មានមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិ2នាក់ដែរគឺលោកស្រីមួលសុខូនិងលោកយឹមសវណ្ណមិនទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាគណៈបកប្រជាជនកម្ពុជាដើម្បីធ្វើជាប្រធានគណៈកម្មការសភាទេការបោះឆ្នោតនេះជាវិញ្ញាសាសាកល្បងដ៏សំខាន់មួយទៀតដែលឆ្លុះបញ្ចាំងអំពីទំនុកចិត្តគ្នារវាងគណៈបកជាប់ឆ្នោតទាំងពីរយើងស្ដាប់បទវិភាគរបស់ប៉ែនបូណាបើទោះបីជាលោកកឹមសុខាបានជាប់ឆ្នោតជាអនុប្រធានទី1របស់រដ្ឋសភាក៏ដោយក៏ប៉ុន្តែសហការីរបស់ខ្លួន2នាក់ទៀតគឺលោកស្រីមូសុខូនិងលោកយឹមសវណ្ណមិនបានទទួលការគាំទ្រពីសមាជិកសភាគណៈបកប្រជាជនកម្ពុជាដើម្បីក្លាយជាប្រធានគណៈកម្មការដោយការគ្រោងទុកនោះឡើយពិតណាស់ថាការធ្លាក់ឆ្នោតរបស់មន្ត្រីបកប្រឆាំងទាំងពីរអាចចាត់ទុកថាជារឿងធម្មតាក៏ថាបានពីព្រោះថាក្នុងល្បែងប្រជាធិបតេយ្យសមាជិកសភាម្នាក់ៗមានសិទ្ធិពេញទីក្នុងការសម្រេចចិត្តទៅតាមការយល់ឃើញរបស់ខ្លួនតាមរយៈការបោះឆ្នោតដោយសម្ងាត់ប៉ុន្តែវាអាចជាការរៀបចំរបស់គណៈបកក៏ថាបានពីព្រោះជាទូទៅសមាជិកសភាមិនអាចធ្វើអ្វីខុសពីគោលជំហររបស់គណៈបកនោះឡើយអ្វីដែលគួរឲ្យកត់សម្គាល់ម្យ៉ាងទៀតនោះគឺលោកយឹមសវណ្ណនិងលោកស្រីមូសុខូគឺជាសកម្មជនដ៏លេចធ្លោជាងគេក្នុងការចេញមុខប្រឆាំងជាមួយគណៈបកប្រជាជនកម្ពុជាដូច្នេះការធ្លាក់ឆ្នោតរបស់មន្ត្រីជាន់ខ្ពស់បកប្រឆាំងទាំងពីរទំនងជាមិនមែនជារឿងចៃដន្យទេចៃដន្យឬក៏មិនចៃដន្យមានតែគណៈបកប្រជាជនកម្ពុជាទេដែលបានដឹងច្បាស់ជាងគេសម្រាប់អ្នកតាមដានស្ថានភាពនយោបាយប្រទេសកម្ពុជាព្រឹត្តិការណ៍នេះបានស្ដែងឲ្យឃើញនូវសារនយោបាយច្រើនយ៉ាងសារទី1នេះគឺជារឿងធម្មតាទេនៅក្នុងល្បែងប្រជាធិបតេយ្យដែលការបោះឆ្នោតធ្វើឡើងដោយសម្ងាត់ពោលគឺគ្មានអ្នកណាអាចដឹងជាមុនទេថាខ្លួនបានទទួលសម្លេងគាំទ្រប៉ុន្មាននោះក្នុងន័យនេះសមត្ថភាពសម្របសម្រួលរបស់អ្នកតំណាងរាស្ត្រម្នាក់ៗគឺជាអ្វីដែលមិនអាចមើលរំលងបានសារទី2ដោយសំអាងលើល្បែងប្រជាធិបតេយ្យកិច្ចព្រមព្រៀងនយោបាយរវាងមេដឹកនាំគណៈបកអាចត្រូវរលាយទៅវិញយ៉ាងងាយក៏ថាបានរលាយដោយសារសន្លឹកឆ្នោតសម្ងាត់ជារឿងមួយតែរលាយដោយសារតែការរៀបចំទុកជាមុនគឺជារឿងមួយទៀតសារទី3ទំនុកចិត្តរវាងអ្នកនយោបាយបដិបត្តិនៅតែជាចំណោទដ៏ធំមួយនៅក្នុងបរិបទដែលយន្តការប្រជាធិបតេយ្យពេលខ្លះត្រូវបានគេប្រើប្រាស់គ្រាន់តែជាលេសដើម្បីបិទបាំងល្បិចកលនយោបាយតែប៉ុណ្ណោះនិងសារទី4នេះក៏ជាការព្រមានរបស់គណៈបកប្រជាជនកម្ពុជាចំពោះសកម្មជនជួរមុខរបស់បកសង្គ្រោះជាតិថាពួកគេនឹងមិនទទួលបានសម្លេងគាំទ្រពីគណៈបកប្រជាជនទេប្រសិនបើសកម្មជនទាំងនោះមិនបង្ហាញការសម្របសម្រួលខ្លះទេនោះជាការពិតវិបត្តិនយោបាយក្រោយការបោះឆ្នោតដែលបានអូសបន្លាយរយៈពេលពេញ1ឆ្នាំកន្លងទៅនេះក៏ជាផលវិបាកជាក់ស្ដែងនៃការមិនទុកចិត្តគ្នារបស់អ្នកនយោបាយនេះដែរក្រោយកិច្ចព្រមព្រៀងថ្ងៃ22កក្កដាកន្លងទៅទៀតសោតការមិនទុកចិត្តគ្នាក៏ជាបញ្ហាដ៏ធំធេងមួយទៀតសម្រាប់គណៈបកទាំងពីរគណៈបកសង្គ្រោះជាតិតែងតែព្រួយបារម្ភជានិច្ចខ្លាចចាញ់បោកគណៈបកប្រជាជនកម្ពុជាចំណែកឯគណៈបកប្រជាជនវិញក៏មិនសូវជាទុកចិត្តគណៈបកសង្គ្រោះជាតិប៉ុន្មានដែរប្រសិនបើស្ថានភាពបែបនេះនៅតែបន្តឆាកនយោបាយប្រទេសកម្ពុជាទំនងជាមិនងាយស្គាល់ភាពសុខសាន្តបានយូរអង្វែងទេវិបត្តិនយោបាយងាយនឹងកើតឡើងជាថ្មីគ្រប់ពេលវេលាដោយសារតែកង្វះតម្លាភាពនិងភាពស្មោះត្រង់ដែលជាហេតុផលចម្បងធ្វើឲ្យឆាកនយោបាយកម្ពុជាស្ថិតនៅក្នុងទីងងឹតច្រើនជាងទីភ្លឺនេះគឺជាឧបសគ្គធំធេងសម្រាប់ការកសាងវប្បធម៌សន្តិភាពនៅក្នុងឆាកនយោបាយប្រទេសកម្ពុជាសូមកុំភ្លេចថាដោយសារតែធ្លាប់រងគ្រោះព្រោះនយោបាយឥតឈប់ឈរបែបនេះហើយបានជាប្រជាពលរដ្ឋខ្មែរនៅតែចាត់ទុកនយោបាយថាជារឿងគួរឲ្យព្រឺខ្លាចរហូតដល់អ្នកខ្លះបានប្រើពាក្យថានយោបាយនយោបោកទៀតផងដូច្នេះអំណះតទៅអ្នកនយោបាយគួរតែកសាងបរិយាកាសថ្មីដើម្បីធ្វើការជាមួយគ្នាឲ្យបានល្អប្រសើរជាងនេះគេនៅចាំបានថា
លោកសំរងស៊ីនិងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រើសម្ដីដូចគ្នាថានឹងលុបបំបាត់វប្បធម៌ទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រីចេញពីឆាកនយោបាយកម្ពុជាដើម្បីលុបបំបាត់វប្បធម៌ដ៏គ្រោះថ្នាក់នេះការកសាងទំនុកចិត្តគ្នាគឺជាវិញ្ញាសាទី1ដែលត្រូវឆ្លងកាត់កិច្ចសម្របសម្រួលដើម្បីឲ្យលោកស្រីមូសុខួរនិងលោកយឹមសុវណ្ណបានក្លាយជាប្រធានគណៈកម្មការសភាឡើងវិញគឺជាកិច្ចការដែលត្រូវចាប់ផ្ដើមដំបូងគេដើម្បីវាស់ស្ទង់ពីសមត្ថភាពសម្របសម្រួលនិងកម្រិតនៃការទុកចិត្តគ្នារវាងគណៈបកទាំងពីរទេសនាព្រឹត្តិការណ៍ពិភពលោកក្រោយពីរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងរដ្ឋមន្ត្រីអប់រំបារាំងបានរិះគន់នយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីបារាំងលោកហ្វ្រង់ស៊ុយ ហូឡង់នៅចុងសប្តាហ៍មុនមកកាលពីថ្ងៃច័ន្ទលោកហូឡង់បានសុំឲ្យនាយករដ្ឋមន្ត្រីបារាំងលោកម៉ានូអែលវ៉ាល់បង្កើតរដ្ឋាភិបាលថ្មីមួយទៀតនៅយប់ថ្ងៃអង្គារលោកវ៉ាល់បានតែងតាំងអតីតធនាគាររឹកវែងក្មេងម្នាក់ឈ្មោះម៉ានូអែលនុយវ៉ាល់ម៉ាក្រុងឲ្យឡើងកាន់កាប់សេដ្ឋកិច្ចជាតិជំនួសអតីតរដ្ឋមន្ត្រីអាណូម៉ង់តើប៊ូការតែងតាំងនេះធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងព្រោះថារដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងថ្មីត្រូវបានគេចាត់ទុកថាជាអ្នកមាននិន្នាការស្នាមនិយមជាអ្នកសេរីនិយមដូច្នេះគឺផ្ទុយស្រឡះពីនិន្នាការរបស់បកកាន់អំណាចសង្គមនិយមសហភាពសមាជិករដ្ឋាភិបាលថ្មីត្រូវឆ្លងកាត់ការបោះឆ្នោតសភាក្នុងខែកញ្ញាឬខែតុលាមួយដំណាក់កាលទៀតយើងស្ដាប់ព្រំសឿនសូលីណាអតីតធនាគាររឹកអេម៉ានូអែលម៉ាក្រុងដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងថ្មីកាលពីយប់ថ្ងៃអង្គារមិនមែនជាអ្នកថ្មីសុទ្ធសាធក្នុងក្រសែភ្នែកប្រធានាធិបតីបារាំងហ្វ្រង់ស៊ុយ ហូឡង់ទេរឹតតែមិនមែនជាអ្នកអសមត្ថភាពសម្រាប់រដ្ឋាភិបាលទៅទៀតមុនជាប់ឈ្មោះជារដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងលោកម៉ាក្រុងអាយុ36ឆ្នាំធ្លាប់ធ្វើជាលេខាធិការរងទទួលបន្ទុកនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោកហូឡង់ដល់ទៅជាង2ឆ្នាំឯណោះដូច្នេះលោកម៉ាក្រុងស្គាល់កិច្ចការរាក់ជ្រៅក្នុងរដ្ឋាភិបាលរួចមកហើយលោកម៉ាក្រុងមានសញ្ញាបត្រជាន់ខ្ពស់ផ្នែកទស្សនវិជ្ជានិងធ្លាប់បានសិក្សានៅសាលារដ្ឋបាលជាតិបារាំងដ៏ល្បីល្បាញទៀតផងខុសពីលោកអាក់ណូម៉ុងតប៊ួជារដ្ឋមន្ត្រីសេដ្ឋកិច្ចចាស់ដែលរិះគន់នយោបាយត្បិតទ្វារថវិការបស់ប្រធានាធិបតីហូឡង់លោកអេម៉ានូអែលម៉ាក្រុងជាអ្នកការពារខ្ជាប់ខ្ជួននៅនយោបាយសន្សំសំចៃជាតិកាលពីខែមិថុនាក្រោយបញ្ចប់ការងារនៅរដ្ឋាភិបាលបារាំងលោកម៉ាក្រុងប្រាប់ថាកម្មវិធីការងារសេដ្ឋកិច្ចមានដូចជាការស្រោចស្រង់អនុភាពឬការគ្រប់គ្រងការប្រកួតប្រជែងសហគ្រាសត្រូវបានកំណត់ទុករួចហើយក្នុងនាមជាអតីតធនាគាររឹកមួយរូបលោកអេម៉ានូអែលម៉ាក្រុងស្គាល់ប្រធានសហគ្រាសនិងឧស្សាហកម្មជាច្រើនរូបដូច្នេះការតែងតាំងលោកឲ្យគ្រប់គ្រងសេដ្ឋកិច្ចជាតិក៏ប្រហែលជាបំពេញចិត្តប្រធានសហគ្រាសក្នុងស្រុកមិនតិចដែរនេះជាចំណុចល្អចូលរួមកាត់បន្ថយភាពតានតឹងរវាងប្រធានសហគ្រាសរវាងអ្នកវិនិយោគរកស៊ីជាមួយប្រធានាធិបតីហូឡង់ព្រោះថាកន្លងមកលោកហូឡង់ធ្លាប់សន្យាយកពន្ធដល់ទៅ 75% លើបណ្ដាជនដែលមានប្រាក់ចំណូលលើសពី1លានអឺរ៉ូក្នុងមួយឆ្នាំពន្ធប្រាក់ចំណូល 75% គឺធ្ងន់ធ្ងរណាស់សម្រាប់សហគ្រាសវិនិយោគដែលមានទីតាំងនៅបារាំងនិយាយរួមមកវិញលោកអេម៉ានូអែលម៉ាក្រុងមានគ្រប់បុគ្គលិកលក្ខណៈបំពេញចិត្តប្រធានាធិបតីបារាំងដែលចង់ឲ្យមានសមាជិករដ្ឋាភិបាលថ្មីមាននិន្នាការជិតស្និទ្ធនឹងទិសដៅការងាររបស់លោកពិសេសពេលនេះប្រធានាធិបតីបារាំងហូឡង់និងនាយករដ្ឋមន្ត្រីម៉ានូអែលវ៉ាល់កំពុងធ្លាក់ប្រជាប្រិយភាពក្នុងស្រុកផងនោះកំពុងផ្ញើក្តីសង្ឃឹមទាំងស្រុងលើរដ្ឋមន្ត្រីសេដ្ឋកិច្ចថ្មីរបស់ខ្លួនការតែងតាំងរដ្ឋាភិបាលថ្មីពិសេសការតែងតាំងរដ្ឋមន្ត្រីសេដ្ឋកិច្ចវ័យក្មេងក្នុងរដ្ឋាភិបាលថ្មីនេះគឺជាចម្លើយតបតយ៉ាងចាស់ដៃទៅលោកអាក់ណូម៉ុងតប៊ួជារដ្ឋមន្ត្រីសេដ្ឋកិច្ចក្នុងរដ្ឋាភិបាលចាស់កាលពីសប្តាហ៍មុនលោកម៉ុងតប៊ួនិងអតីតរដ្ឋមន្ត្រីអប់រំលោកប៊ឺណូអាម៉ុងបាននាំគ្នារិះគន់នយោបាយសេដ្ឋកិច្ចរបស់លោកហូឡង់រហូតជំរុញឲ្យលោកហូឡង់រំលាយរដ្ឋាភិបាលចោលលោកម៉ុងតប៊ួបានរិះគន់ថានយោបាយលើកស្ទួយកំណើននិងការរកការងារធ្វើឲ្យប្រជាជនមិនបានដំណើរការដោយការគ្រោងទុកដោយការសន្យាទុកទេប្រកបណាស់កំពុងតែប្រឈមនឹងអនុភាពថវិកាជាតិនិងចំពេលប្រជាប្រិយភាពកំពុងធ្លាក់ចុះស្រាប់តែរដ្ឋមន្ត្រីក្នុងបកកាន់អំណាចរបស់ខ្លួនក្នុងរដ្ឋាភិបាលខ្លួនបែរជានាំគ្នារិះគន់ជាន់កនយោបាយខ្លួនមួយកម្រិតទៀតនោះប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីបារាំងពិតជាមិនអាចទប់ចិត្តបានទេការរិះគន់នយោបាយសេដ្ឋកិច្ចពីរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រៀបបានទៅនឹងដង្កូវចេញពីសាច់ឯងដូច្នោះដែរ
ម្ល៉េះហើយនាយករដ្ឋមន្ត្រី Manuel Valls ត្រូវតែតែងតាំងសមាជិករដ្ឋាភិបាលថ្មីដើម្បីបង្ហាញដំណាភាពក្នុងជួររដ្ឋាភិបាលបង្ហាញប្រជាជនថារដ្ឋាភិបាលនៅតែដើរតាមឆន្ទៈជាតិខិតខំរកដំណោះស្រាយស្រោចស្រង់អន្តរភាពក្នុងស្រុកដើម្បីបំពេញតាមការចង់បានរបស់ប្រធានាធិបតីបារាំងក្នុងការតែងតាំងរដ្ឋមន្ត្រីសេដ្ឋកិច្ចថ្មីនាយករដ្ឋមន្ត្រី Valls បានរើសយកអតីតធនាគាររដ្ឋ Emmanuel Macron ដែលជាអ្នកចេះដាក់ខ្លួនមិនចេះអួតមិនចេះវោហាដោយអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចមុងត្បួរទេលោកមុងត្បួរធ្លាប់ធ្វើជាមេធាវីប្រកាសហើយដែលលោកគឺជាអ្នកពូកែវោហាមិនសំចៃមាត់ប៉ុន្តែពេលនេះនាយករដ្ឋមន្ត្រី Manuel Valls ត្រូវការទំនុកចិត្តពីសភាមួយដំណាក់កាលទៀតដើម្បីឲ្យសមាជិករដ្ឋាភិបាលថ្មីរបស់លោកអាចចូលបំពេញការងារបានគេមិនដឹងថាតើសមាជិកសភាដែលពេញចិត្តសមាជិករដ្ឋាភិបាលថ្មីរបស់លោក Valls អាចមានចំនួនគ្រប់គ្រាន់ដើម្បីបោះឆ្នោតផ្ដល់ទំនុកចិត្តឬទេព្រោះថាកន្លងមកអ្នកនយោបាយរដ្ឋាភិបាលជាច្រើនរូបមិនសូវជាពេញចិត្តនឹងប្រធានាធិបតីហ៊ុលឡង់ដែលបានតែងតាំងលោក Manuel Valls ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីរដ្ឋាភិបាលលោក Jean-Marc Ayrault ទេពួកគេយល់ថានាយករដ្ឋមន្ត្រី Valls ជាអ្នកលំអៀងទៅរកនិន្នាការនយោបាយអភិរក្សនិយមស្ដាំនិយមខណៈបកកណ្ដាលអំណាចបារាំងមាននិន្នាការឆ្វេងនិយមជាក់ស្ដែងកាលពីសប្តាហ៍មុនអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចមុងត្បួរជាសមាជិករដ្ឋាភិបាលខ្លួនឯងនេះឯងបានចេញមុខរិះគន់នយោបាយត្បិតត្បៀតថវិកាដែលក្រុមស្ដាំនិយមអាល្លឺម៉ង់ដាក់កំហិតឲ្យប្រទេសអឺរ៉ុបទទួលយកលោកមុងត្បួរបានលើកឡើងថាបារាំងមិនគួរសម្របខ្លួនតាមគោលគំនិតក្រុមស្ដាំនិយមអាល្លឺម៉ង់ទេនេះបញ្ជាក់ច្បាស់ពីភាពចម្រូងចម្រាសក្នុងបកកណ្ដាលអំណាចបញ្ជាក់ថាពិតជាមានសមាជិកបកបន្តិចដែរទេដែលយល់ឃើញថានយោបាយរបស់លោកហ៊ុលឡង់កំពុងលំអៀងទៅរកនិន្នាការស្ដាំនិយមលើសពីនេះទៀតលោក Emmanuel Macron ជាអតីតធនាគាររដ្ឋដែលនាយករដ្ឋមន្ត្រីបារាំងជ្រើសឲ្យកាន់កាប់សេដ្ឋកិច្ចនោះធ្លាប់បម្រើការផ្នែកអធិការកិច្ចហិរញ្ញវត្ថុគេមើលឃើញថាលោក Macron មាននិន្នាការនយោបាយសេរីនិយមស្ដាំនិយមលោកធ្លាប់ចូលរួមធ្វើការក្នុងគណៈកម្មការដើម្បីសេរីនិយមនៃកំណើនសេដ្ឋកិច្ចរបស់អតីតប្រធានាធិបតីស្ដាំនិយម Sarkozy ទៀតផងសមាជិកបកកណ្ដាលអំណាចឆ្វេងនិយមពិតជាមិនសូវជាចូលចិត្តប៉ុន្មានទេនេះមិននិយាយដល់បកស្ដាំនិយមជ្រុលដែលជំទាស់នឹងការតែងតាំងលោក Emmanuel Macron ផងសញ្ញាមិនល្អមួយទៀតគឺបញ្ហាជនគ្មានការងារធ្វើក្នុងស្រុកបារាំងកាលពីថ្ងៃអង្គារនាយករដ្ឋមន្ត្រីបារាំងបានរំលឹកទុកជាមុនថាតួលេខជនគ្មានការងារធ្វើសម្រាប់ខែកក្កដាដែលចេញផ្សាយថ្ងៃពុធ27សីហានេះជាតួលេខអវិជ្ជមានទោះជាបានកាន់កាប់រដ្ឋាភិបាលបន្តពីអតីតនាយករដ្ឋមន្ត្រី Ayrault ជិត5ខែហើយក្តីក៏លោក Valls នៅមិនទាន់មានលទ្ធភាពកាត់បន្ថយជនគ្មានការងារធ្វើក្នុងស្រុកបានដែរសេដ្ឋកិច្ចបារាំងក្នុង2ត្រីមាសកន្លងមកគ្មានជួបកំណើនអ្វីទេទន្ទឹមនឹងការប្រកាសសមាជិករដ្ឋាភិបាលថ្មីនាយករដ្ឋមន្ត្រី Valls ក៏ប្រកាសចង់បង្កើតការងារធ្វើក្នុងជួរប៉ូលីសនិងផ្នែកអប់រំផងដែរផ្ទុយទៅវិញពេលនេះបកកណ្ដាលអំណាចបារាំងត្រូវការសន្សំសំចៃថវិកាជាតិដូច្នេះមិនដឹងថាតើសភាបារាំងអាចបោះឆ្នោតផ្ដល់ទំនុកចិត្តដល់សមាជិករដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រី Valls ឬយ៉ាងណាទេស្ដាប់វិទ្យុបារាំង RFI ពិភពលោកស្ថិតក្នុងដៃរបស់លោកអ្នកទេសនាសារព័ត៌មាននាទីទេសនាសារព័ត៌មានព្រឹកនេះគឺជាភារៈរបស់សុនមេសាតែថ្ងៃនេះសារព័ត៌មានដែលចេញផ្សាយនៅស្រុកខ្មែរចាប់អារម្មណ៍លើប្រធានរឿងអ្វីខ្លះសូមអញ្ជើញស្ដាប់សុនមេសារឿងលោកស្រីមូសុខួរនិងលោកយឹមសវណ្ណធ្លាក់ឆ្នោតពីប្រធានគណៈកម្មការរដ្ឋសភាបានក្លាយជាចំណងជើងធំជាងគេរបស់កាសែតដែលចេញផ្សាយនៅថ្ងៃប្រហ័សទី28សីហានេះរស្មីកម្ពុជាបានចេញចំណងជើងធំជាងគេពីជួរថាលោកស្រីមូសុខួរនិងលោកយឹមសវណ្ណធ្លាក់ឆ្នោតមិនបានធ្វើជាប្រធានគណៈកម្មការកាសែតបានរាយការណ៍ថាជាដំបូងគឺលោកស្រីមូសុខួរដែលទទួលបានសម្លេងគាំទ្រ56និងមិនគាំទ្រចំនួន63សម្លេងនិងអនុបវៀតចំនួន3ដោយឡែកលោកយឹមសវណ្ណបានទទួលសម្លេងគាំទ្រចំនួន56និងសម្លេងបដិសេធចំនួន62និងអនុបវៀតចំនួន3សម្លេងផងដែរជាមួយរូបភាពពីផ្ទាំងដែលបានបង្ហាញពីលោកស្រីមូសុខួរនិងលោកហ៊ូវ៉ាន់យកសន្លឹកឆ្នោតដាក់ក្នុងហឹបកាសែតបានបន្តរាយការណ៍ដែលរៀបរាប់ពីសកម្មភាពជជែកគ្នារវាងមេដឹកនាំគណៈបកប្រឆាំងគឺលោកសំរងស៊ីនិងលោកកឹមសុខានិងមេដឹកនាំគណៈបកកណ្ដាលអំណាចគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងលោកសខេងក្រោយពីលោកស្រីមូសុខួរនិងលោកយឹមសវណ្ណត្រូវបានបោះឆ្នោតទម្លាក់យ៉ាងណាក៏ដោយកិច្ចប្រជុំវិសាមញ្ញរបស់សភានៅតែប្រព្រឹត្តទៅមុខជាធម្មតាដោយសភាបានជ្រើសរើសលោកស្រីកែសវណ្ណរតន៍និងលោកហ៊ូវ៉ាន់ជាប្រធានគណៈកម្មការទី8និងទី10ជំនួសនេះបើតាមសំណេររបស់រស្មីកម្ពុជាដដែល
តាមរយៈសំណេរស្ទើរពេញកន្លះទំព័ររបស់ខ្លួនរដ្ឋស្មីកម្ពុជាបានបន្តលើកឡើងថាលោកសំរងស៊ីដែលជាប្រធានគណៈបក្សសង្គ្រោះជាតិបានសម្ដែងពីការខកចិត្តរបស់ខ្លួននិងស្នើឲ្យគណៈបកដៃគូគោរពកិច្ចព្រមព្រៀងឲ្យបាន 100% ប៉ុន្តែភ្លាមក្រោយកិច្ចប្រជុំរដ្ឋសភាលោកជាងវុនសមាជិកជាន់ខ្ពស់គណៈបកប្រជាជនកម្ពុជាបានធ្វើសន្និសីទសារព័ត៌មានថានេះគឺជារឿងធម្មតាទេនៅក្នុងលទ្ធិប្រជាធិបតេយ្យចំណែកឯភ្នំពេញប៉ុស្តិ៍វិញអមជាមួយរូបភាពមួយផ្ទាំងលើទំព័រមុខនៃការដើរចេញទាំងមិនសប្បាយចិត្តរបស់លោកសំរងស៊ីនិងអមពីក្រោយដែលលោកយឹមសុវណ្ណនិងលោកស្រីមូសុខួរដែលសើចញញឹមញញែមកាសែតបានចេញចំណងជើងថាមូសុខួរនិងយឹមសុវណ្ណធ្លាក់ពីប្រធានគណៈកម្មការមិនខុសពីរដ្ឋស្មីកម្ពុជាប៉ុន្មាននោះទេភ្នំពេញប៉ុស្តិ៍បានរៀបរាប់ពីព្រឹត្តិការណ៍ទាំងមូលនៅក្នុងរដ្ឋសភាភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្ដីលោកយឹមសុវណ្ណថាលោកបានព្យាយាមអនុវត្តតាមកិច្ចព្រមព្រៀងដោយសេចក្តីថ្លៃថ្នូរពោលគឺពេលនិយាយអ្វីត្រូវធ្វើនោះតាមសម្ដីរបស់ខ្លួនលោកយឹមសុវណ្ណបានបន្តលើកឡើងនៅក្នុងអភ័ន្តរសញ្ញាថាខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងដោយស្មោះត្រង់និងសេចក្តីថ្លៃថ្នូររួមទាំងការទទួលខុសត្រូវបាទតាមភ្នំពេញប៉ុស្តិ៍ដដែលលោកជាងវុនដែលជាអ្នកនាំពាក្យក្រៅកិច្ចប្រជុំសភាបានលើកឡើងថាការដែលបេក្ខជនលោកស្រីមូសុខួរនិងលោកយឹមសុវណ្ណធ្លាក់គឺមកពីគណៈបក្សសង្គ្រោះជាតិខ្លួនឯងមិនបានបោះឆ្នោតគាំទ្ររីឯកសន្តិភាពវិញក៏បានចេញចំណងជើងពីរជួរយ៉ាងធំលើទំព័រមុខនិងនៅលើរឹមផ្នែកខាងលើថាលទ្ធផលគួរភ្ញាក់ផ្អើលលោកយឹមសុវណ្ណនិងលោកស្រីមូសុខួរមិនទទួលបានការគាំទ្រពីគណៈបកប្រជាជនកាសែតបានរាយការណ៍ដោយដកស្រង់សម្ដីលោកសំរងស៊ីត្រង់ថាការបោះឆ្នោតមិនគាំទ្រគឺមកពីគណៈបកប្រជាជនកម្ពុជាដែលកម្ពុជាថ្មីវិញបានចេញចំណងជើងថាលោកស្រីមូសុខួរនិងលោកយឹមសុវណ្ណមិនជាប់ឆ្នោតជាប្រធានគណៈកម្មការទី8និងទី10ក្រៅពីការរៀបរាប់ដោយកាសែតនានាផងដែរកម្ពុជាថ្មីបានស្រង់សម្ដីអ្នកវិភាគលោកជុនច័ន្ទចម្រើនថាបើទោះបីជាធ្លាក់ឆ្នោតមែនលោកស្រីមូសុខួរគួរក៏បីមានទឹកចិត្តជាអ្នកកីឡាគឺបើគេមិនបោះឆ្នោតគាំទ្រខ្លួនហើយនោះគួរតែសុំលាលែងឈប់ឈរឈ្មោះជាបេក្ខភាពប្រធានគណៈកម្មការទៀតទៅក្រៅពីបរិយាយលេបខាយដល់គណៈបក្សសង្គ្រោះជាតិនោះតាមរយៈសំណេរកម្ពុជាថ្មីកាសែតក៏បានរៀបរាប់ពីសកម្មភាពបាតុកម្មរបស់លោកស្រីមូសុខួរនិងក្លែមសម្ដីមកភ្ជាប់ជាមួយអត្ថបទរបស់ខ្លួនផងដែរយើងត្រឡប់មកអានទំព័រមុខរបស់កាសែតភ្នំពេញប៉ុស្តិ៍សារជាថ្មីកាសែតបានដាក់ចំណងជើងថាកម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទស្រូវអង្គពិភពលោកនៅចុងឆ្នាំកាសែតបានរាយការណ៍ថាកម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សន្និសីទស្ដីពីស្រូវអង្គពិភពលោកនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះបន្ទាប់ពីកម្ពុជាបានទទួលពានរង្វាន់អង្គល្អបំផុតពិភពលោក2ឆ្នាំជាប់គ្នាប្រធានសម្ព័ន្ធស្រូវអង្គកម្ពុជាលោកសុកពុទ្ធិវុឌ្ឍបានលើកឡើងថាការរៀបចំព្រឹត្តិការណ៍នេះគឺនឹងបង្កើនកេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងនាមជាប្រទេសផលិតអង្គធំលើពិភពលោកលោកបានបន្ថែមថាកម្ពុជារំពឹងនឹងមានអ្នកវិនិយោគិនដែលពាក់ព័ន្ធស្រូវអង្គនឹងចូលរួមព្រឹត្តិការណ៍នេះហើយវាក៏ជាឱកាសល្អដើម្បីតាំងបង្ហាញអង្គកម្ពុជាទៅកាន់ពិភពលោកផងដែរព័ត៌មានទាំងនេះអាចអានឬស្ដាប់ឡើងវិញនៅក្នុងគេហទំព័ររបស់យើង www.khmer.rfi.fr អរគុណសុមេសាដែលបានចូលខ្លួនមករៀបចំនីតិទេសនាសារព័ត៌មានខ្មែរនៅព្រឹកមិញនេះបទយោកាសកម្មភាពការពារព្រៃឈើក៏ដូចជាធនធានធម្មជាតិដទៃទៀតកំពុងតែកើតមានយ៉ាងផុសផុលពីសំណាក់ក្រុមសកម្មជនការពារព្រៃឈើនិងក្រុមយុវជនខ្មែរក្នុងចំណោមនោះអេលិចដែលជាជនជាតិអេស្ប៉ាញនិងជាប្រធានចលនាមេដាធម្មជាតិក៏ជាអ្នកចូលរួមការពារព្រៃឈើខ្មែរមួយរូបដ៏សកម្មផងដែរតែហេតុអ្វីបានជាជនជាតិបរទេសម្នាក់នេះសុកចិត្តចាក់ចោលក្រុមគ្រួសារចាក់ចោលស្រុកទេសរបស់ខ្លួនបែរជាមកការពារព្រៃឈើខ្មែរយ៉ាងដូចនេះសូមអញ្ជើញលោកនាងស្ដាប់បទចការនេះដែលរៀបចំជូនដោយវ៉ាន់សកុនធាដូចតទៅយើងសួរទាំងអស់គ្នាថ្ងៃនេះយើងសូមឲ្យបងប្អូនជនរួមជាតិស្គាល់ទេសភាពនៅតំបន់អរ៉ែងអាហ្នឹងគេហៅផ្លូវដែលចេញពីថ្មបាំងទៅអរ៉ែងហើយនឹងសម្រាប់ខ្ញុំគឺជាផ្លូវដ៏ស្អាតជាងគេនៅប្រទេសកម្ពុជាហើយនឹងយើងជិះនេះគឺជាការរៀបរាប់ពីសក្តានុពលទេសភាពនានានៃតំបន់អរ៉ែងរបស់សកម្មជនការពារព្រៃឈើដ៏សកម្មមួយរូបបច្ចុប្បន្នតំបន់អរ៉ែងនៅក្នុងខេត្តកោះកុងកំពុងរងការគំរាមកំហែងពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសកម្មជនការពារព្រៃឈើម្នាក់នេះបានចូលរួមសកម្មភាពយ៉ាងច្រើនដើម្បីប្រឆាំងនិងទប់ស្កាត់មិនឲ្យមានទំនប់វារីអគ្គិសនីកើតមាននៅក្នុងតំបន់អរ៉ែងនេះហើយនឹងយើងចង់អំពាវនាវដល់ក្រុមហ៊ុន Sino Hydro ដែលមានគម្រោងសាងសង់វារីអគ្គិសនីនៅតំបន់អរ៉ែងលុបចោលគម្រោងវារីអគ្គិសនីនៅអរ៉ែងដោយសារដំរីព្រៃជាទ្រព្យសម្បត្តិជាតិមួយ
ដែលកម្រណាស់100ឆ្នាំមុនតាមអ្នកបច្ចេកទេសនិយាយដំរីមានរាប់ពាន់ក្បាលឥឡូវមានតែ200 ទៅ300ក្បាលទេហើយនឹងពាក្យច្រើននៅម្ដុំហ្នឹងនៅម្ដុំអរ៉ែងហើយនឹងមានមួយចំនួនទៀតនៅមណ្ឌលគិរីស្ដាប់ការរៀបរាប់របស់គាត់លោកអ្នកប្រហែលជាគិតថាគាត់ជាជនជាតិខ្មែរក៏ប៉ុន្តែតាមការពិតគាត់ជាសកម្មជនការពារព្រៃឈើខ្មែរមួយរូបដែលជាជនជាតិបរទេសមកពីតំបន់អឺរ៉ុបឈ្មោះពេញគឺឈ្មោះ Alejandro González Davidson តែគេហៅថា Alex រហូតទេហើយនឹងស្រុកកំណើតនៅទីក្រុង Barcelona នៅប្រទេសអេស្ប៉ាញខ្ញុំជាស្ថាបនិកចលនាមេដាធម្មជាតិអ្នកខ្លះគេហៅ Mother Nature អ្នកខ្លះគេថាខ្ញុំជាសកម្មជនព្រៃឈើហើយនឹងខ្ញុំក៏ថាអាចថាអញ្ចឹងក៏បានដែរឬក៏អាចថាខ្ញុំជាមនុស្សដែលចូលចិត្តយុត្តិធម៌កំពុងតែស្វែងរកយុត្តិធម៌តែមិនមែនយុត្តិធម៌សម្រាប់សង្គមដោយគណៈបកឯងយើងកំពុងតែស្វែងរកយុត្តិធម៌សម្រាប់ប្រជាធម្មជាតិកុំឲ្យកុំឲ្យមានអំពើកុំឲ្យមានឧក្រិដ្ឋកម្មណាមួយចំពោះធម្មជាតិដោយសារយើងឃើញថាធម្មជាតិជាមេដារបស់យើងកាលពីសប្តាហ៍មុនអេលិចបានដឹកនាំយុទ្ធនាការជិះកង់នៅក្នុងទីក្រុងភ្នំពេញដើម្បីផ្សព្វផ្សាយពីតំបន់អរ៉ែងក៏ប៉ុន្តែមិនទទួលបានជោគជ័យនោះទេព្រោះអាជ្ញាធរបានហាមឃាត់កន្លងមកអេលិចរួមជាមួយសកម្មជនការពារព្រៃឈើនិងក្រុមយុវជនខ្មែរដទៃទៀតបានដឹកនាំយុទ្ធនាការផ្សេងៗដើម្បីការពារព្រៃឈើនិងប្រឆាំងទៅនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់អរ៉ែងកម្មវិធីដែលយើងជួយដំបូងនោះគាត់ថាបង្កើតរឿងសំខាន់មួយសម្រាប់បំពុលដើមឈើឲ្យមនុស្សក្នុងប្រទេសនិងក្រៅប្រទេសរាប់លាននាក់ភ្ញាក់ផ្អើលទី2យើងយកចំណេះដឹងទាក់ទងនឹងច្បាប់ទាក់ទងនឹងយុទ្ធសាស្ត្រទាក់ទងនឹងព័ត៌មានចេញពីភ្នំពេញចេញពីកន្លែងផ្សេងហ្នឹងមកជជែកគ្នាជាមួយសហគមន៍ក្នុងគោលបំណងចង់ឲ្យសហគមន៍អរ៉ែងរឹងមាំហើយនឹងទី3ក៏យើងកំពុងទទួលរងថ្ងៃហ្នឹង Facebook ផ្សព្វផ្សាយជីកកង់ចែកកតបានពាក់អាវនិយាយតាមវិទ្យុអាហ្នឹងក៏ជាវិធីសាស្ត្រទី3ហើយនឹងមួយទៀតគឺដាក់ខ្លួនព្រោះថាបើយើងអត់ជំរឿសយើងដាក់ខ្លួនដោយខ្ញុំធ្វើខ្លួនឯងផ្ទាល់ខែ3ខែ4ជាមួយគ្នាខ្ញុំនៅអរ៉ែងស៊ីណូហៃដ្រូយកគ្រឿងចាក់ចូលក្នុងមែនជាមួយទាហានណាយើងដាក់ខ្លួនលើផ្លូវទៅត្រៀមខ្លួនឲ្យគេកឹងត្រៀមខ្លួនសម្រាប់ពលីជីវិតជាកូនកាត់ដែលមានម្ដាយជាជនជាតិអង់គ្លេសនិងឪពុកជាជនជាតិអេស្ប៉ាញអេលិចបានមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ2002ជាង12ឆ្នាំរស់នៅក្នុងប្រទេសកម្ពុជាប្រពន្ធជនជាតិអេស្ប៉ាញវ័យ34ឆ្នាំរូបនេះអាចនិយាយភាសាខ្មែរបានយ៉ាងល្អគាត់មានសម្បុរសមាសធំដំបងនិងទុកពុកមាត់ខ្មៅស្រមោមក្នុងសម្លៀកបំពាក់អាវយឺតពណ៌ប្រផេះជាមួយខោខ្លីក្រោមជង្គង់បន្តិចដោយមានវ៉ាត់ក្រមានៅចង្កេះផងអេលិចបាននិយាយថាគាត់ចូលរួមការពារតំបន់អរ៉ែងដំបូងនៅក្នុងអំឡុងឆ្នាំ2013ហើយក៏ជាឆ្នាំដែលចលនាមេដាធម្មជាតិក្រោមការដឹកនាំរបស់គាត់បានបង្កើតឡើងផងដែរខែ3ឆ្នាំ2013ពេលដែលខ្ញុំឮថាក្រុមហ៊ុន Sino Hydro ច្រឡំឯក្រុមហ៊ុនចិនមួយទៀត China Guardian ប្រជាចង់សាងសង់វិរីអគ្គិសនីនៅអរ៉ែងហ្នឹងខ្ញុំសម្រេចចិត្តអូខេខ្ញុំមានលុយខ្លួនឯងផ្ទាល់10000ជា10000ដុល្លារជាងខ្ញុំឈប់ធ្វើការនៅភ្នំពេញខ្ញុំចង់លក់ដៃ 100% ទៅលើសកម្មភាពការពារតំបន់អរ៉ែងពីមុនគាត់ថាមួយខែ2ខែអាច5ថ្ងៃ6ថ្ងៃតាំងពីប៉ុន្តែតាំងពីខែ3 2013រហូតដល់ឥឡូវលើសពី24ម៉ោងក្នុងថ្ងៃដែលយកពេលវេលាទៅការពារតំបន់អរ៉ែងក៏ព្រោះតែមានចិត្តស្រឡាញ់ធម្មជាតិតាំងពីកំណើតហើយគប់ផ្សំនឹងតំបន់អរ៉ែងមានទេសភាពស្រស់ត្រកាលផងនោះបានតែចិត្តនឹងជំរុញឲ្យអេលិចចាក់ចោលក្រុមគ្រួសារនិងប្រទេសកំណើតមកការពារតំបន់អរ៉ែងកុំឲ្យបាត់បង់ដោយសារទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិនខ្ញុំគាត់ថាវាពាក្យស្រឡាញ់វាអត់ត្រូវទេវាលើសពីស្រឡាញ់ទេវាជាអ្វីមួយដែលដូចភាសាអង់គ្លេសហៅ magic ភាសាបារាំងគេហៅ magic ដែរមានន័យថាដូចវិតមុនអញ្ចឹងដូចលើសពីអស្ចារ្យពេលឲ្យចូលព្រៃយប់អញ្ចឹងជាពិសេសតំបន់អរ៉ែងហ្នឹងជីទុកពេលយប់ឃើញផ្កាយពេញមេឃដូចមានអារម្មណ៍ថាមិនមែនវាមិនជាស្រឡាញ់ទេវាអ្វីដែលលើសពីហ្នឹងទៀតវាដូចព្រះអញ្ចឹងធម្មជាតិដូចជាព្រះរបស់យើងហើយនឹងចូលព្រៃពេលយប់ឃើញអ្វីប្លែកឃើញសត្វយើងដូចយើងខ្លាចមែនណាប៉ុន្តែមានអារម្មណ៍ថាដូចលើសពីអស្ចារ្យអាហ្នឹងអ្វីដែលទាក់ទាញអារម្មណ៍របស់ខ្ញុំណាហើយនឹងឃើញបាក់ស្អីគ្រប់ពណ៌វាស្អាតមែនទែនហើយនឹងបើមិនបើយើងឡើងលើភ្នំយើងមើលទៅខាងក្រោមហ្នឹងយើងមើលដំឈើមកព្រៃឈើហ្នឹងអូដូចមិនស្រឡាញ់ទេវាលើសពីស្រឡាញ់អាហ្នឹងស្ដែងចេញតាមរយៈសកម្មភាពការពារព្រៃឈើនាពេលកន្លងមកអេលិចត្រូវបានគេមើលឃើញថាគាត់ជាមនុស្សម្នាក់ដែលស្រឡាញ់ព្រៃឈើនិងធនធានធម្មជាតិខ្មែរខ្លាំងជាងជនជាតិខ្មែរមួយចំនួនទៅទៀតខ្ញុំគិតថាគាត់គឺជាមនុស្សម្នាក់ដែលស្រឡាញ់ធម្មជាតិបំផុតស្រឡាញ់ព្រៃឈើបំផុតហើយស្រឡាញ់បរិស្ថានលើពិភពលោក
ព្រោះពេលខ្លះគាត់ចូលចិត្តនៅជាមួយសត្វនៅជាមួយគាត់ចង់ឃើញសត្វពូជស្អីជាដើមហើយគាត់មានចិត្តមេត្តាករុណាទៅលើដើមឈើហើយនិងសត្វមែនតើខ្លាំងជាងជនជាតិខ្មែរយើងទៅទៀតដែលខ្ញុំបានជួបហ្នឹងដែលខ្ញុំមិនបានជួបសោះដែលឃើញកន្លងមកហ្នឹងហើយខ្ញុំជឿជាក់លើគាត់ថាគាត់គឺជាមនុស្សដែលស្រឡាញ់ជួយប្រទេសកម្ពុជាដល់ភាពបរិសុទ្ធពិតប្រាកដនេះគឺជាការលើកឡើងរបស់យុវជនចាសីហៈប្រធានសមាគមចលនានិស្សិតបញ្ញវន្តខ្មែរសីហៈជាយុវជនម្នាក់ធ្លាប់ចូលរួមយុទ្ធនាការផ្សេងៗជាមួយអេលិចកាលពីអំឡុងឆ្នាំ2013ដើម្បីការពារតំបន់អរ៉ែងតាមរយៈសកម្មភាពកន្លងមករបស់អេលិចក្នុងការការពារធនធានធម្មជាតិខ្មែរព្រះតេជគុណព្រំធម្មជាតិដែលជាអ្នកចូលរួមបង្កើតចលនាមេដាធម្មជាតិហើយធ្លាប់ចូលរួមបំពុះដើមឈើជាមួយអេលិចផងនោះក៏បានឲ្យតម្លៃដល់ជនបរទេសម្នាក់នេះក្នុងការចូលរួមការពារធនធានធម្មជាតិខ្មែរផងដែរស្មាឲ្យតម្លៃគាត់គឺតម្លៃការងារដែលគាត់ធ្វើបម្រើមនុស្សជាតិក្នុងនាមបរិស្ថានធម្មជាតិទៅអាត្មាក៏គាំទ្រក្នុងរឿងហ្នឹងប៉ុន្តែអាចកំបាំងជ្រៅជាងនឹងទៅទៀតនៅក្នុងផ្នត់កំណត់គាត់នៅក្នុងទង្វើរបស់គាត់តែអាត្មាយល់មិនបានអាត្មាក៏មិនហ៊ានកាត់ថាគាត់ជាមនុស្សប្រភេទណាដែរមកដល់ថ្ងៃនេះគាត់តែគាំទ្រនៅទង្វើរបស់គាត់ធ្វើការពារធនធានធម្មជាតិខ្ញុំធ្លាប់ទៅតំបន់អរ៉ៃជាមួយគាត់ច្រើនដងមែនទែនប៉ុន្តែខ្ញុំអត់ចាំថាប្រហែលទេខ្ញុំធ្លាប់ពិភាក្សាកិច្ចការជាច្រើនជាមួយគាត់ពាក់ព័ន្ធនឹងការសង្គ្រោះតំបន់អរ៉ៃកិច្ចការតស៊ូមតិយុទ្ធនាការនានាចំពោះបញ្ហាជួយអរ៉ៃទោះបីជាយ៉ាងម៉េចក៏ដោយអាត្មាទាំងមើលទង្វើនៃការធ្វើរបស់គាត់គឺវាបានផលមកនៅជាប្រយោជន៍សង្គមប្រយោជន៍ពិភពលោកប្រយោជន៍មនុស្សជាតិអាត្មាគាំទ្រទង្វើដែលគាត់ធ្វើមុនបង្កើតអង្គការមេដាធម្មជាតិអេលិចក៏ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសជាអ្នកបកប្រែនិងជាបុគ្គលិកឃ្លាំមើលសិទ្ធិមនុស្សនៅតាមពន្ធនាគារនៅក្នុងប្រទេសកម្ពុជាផងដែរបើទោះបីគាត់អះអាងថាគាត់មិនបានចូលរៀនថ្នាក់មហាវិទ្យាល័យក៏ដោយក្នុងនាមអ្នកការពារព្រៃឈើនិយាយជារួមសម្រាប់សកម្មជនការពារព្រៃឈើទាំងអស់និងនិយាយដោយឡែកសម្រាប់អេលិចទើបតែធ្លាប់ត្រូវបានគេគំរាមកំហែងក្នុងពេលបំពេញការងារគំរាមរបៀបដូចជាគេសួរថាមកម្នាក់ឯងជិះកង់ចឹងអត់ខ្លាចទេអត់ខ្លាចគេបាញ់នៅក្នុងព្រៃមិនអាចទុកចិត្តបានមនុស្សខិលខូចពេញព្រៃជាភាសាពួរមកកាប់ព្រៃឈើហើយនៅបើសិនបើអត់សហការជាមួយប៉ូលីសគេទទួលក៏ត្រូវទេនៅកន្លែងហ្នឹងគឺមិនធម្មតានៅកន្លែងហ្នឹងគឺគ្រោះថ្នាក់គេអាចសម្លាប់នឹងកប់នៅក្នុងព្រៃប្រយ័ត្នបំផុតគម្រាមកំហែងដោយប្រយោលទេមិនមែនថាគម្រាមកំហែងថាគេនឹងសម្លាប់ណាព្រោះជាមួយបរទេសគេប្រយ័ត្នអាហ្នឹងឯងទោះជាយ៉ាងនេះក្តីវាមិនបានធ្វើបរិសុទ្ធជនជាតិអេស្ប៉ាញម្នាក់នេះខ្លាចញញើតនិងរុញរានោះទេក៏ប៉ុន្តែផ្ទុយទៅវិញអេលិចចាត់ទុកសកម្មភាពរបស់ខ្លួនថាជាបេសកកម្មមួយជីវិតនឹងមិនបោះបង់ចោលនោះឡើយអូនេះអាហ្នឹងបេសកកម្មមួយជីវិតទេហ្នឹងបើយើងមើលសកម្មភាពការពារព្រៃឈើនៅអូស្ត្រាលីនៅអាមេរិកការគម្រាមកំហែងទៅលើធនធានធម្មជាតិគឺវាធ្ងន់ធ្ងរពីគ្រប់កន្លែងមកអាហ្នឹងជារឿងធម្មតាទេព្រោះមនុស្សយើងនៅលើโลกมัน 7,000 លាននាក់សុទ្ធតែចង់បាន iPhone សុទ្ធតែចង់បានឡានទាំងអស់ចង់បានយន្តហោះទៀតអាហ្នឹងបើសិនតារាបណាយើងអត់ផ្លាស់ប្ដូរអាគំនិតហ្នឹងអាគំនិតលុបលុញជ្រុលសម្ភារៈនិយមសកម្មជនព្រៃឈើត្រូវតែមានរហូតទោះបីជាជនបរទេសម្នាក់នេះរួមជាមួយក្រុមយុវជនខ្មែរជាច្រើនជាតិខិតខំរៀបរៀងមិនឲ្យសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់អរ៉ែងយ៉ាងណាក៏ដោយក៏ប៉ុន្តែការរៀបរៀងទំនងមិនអាចបញ្ឈប់គម្រោងនេះបាននោះទេជាធម្មតារដ្ឋាភិបាលតែងតែការពារគម្រោងសាងសង់ទំនប់វារីអគ្គិសនីនានាដោយលើកហេតុផលថាផលចំណេញគឺទទួលបានច្រើនជាងផលប៉ះពាល់ការមើលឃើញខុសគ្នាពីផលចំណេញនិងផលប៉ះពាល់រវាងរដ្ឋាភិបាលនិងសកម្មជនការពារព្រៃឈើតែងតែខ្វែងគំនិតគ្នាបើដូច្នេះតើវាសនាតំបន់អរ៉ែងដែលពោរពេញដោយទេសភាពដ៏ស្រស់ត្រកាលនឹងទៅជាយ៉ាងណាវិទ្យុបារាំង RFI ភ្នំពេញ 92 MHz សៀមរាប 92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHzលោកអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិ AFE ជាទីមេត្រីកម្មវិធីព័ត៌មានរយៈពេល1ម៉ោងរបស់វិទ្យុយើងជិតដល់ទីបញ្ចប់ហើយប៉ុន្តែនៅពេលនេះខ្ញុំសូមជូននៅមាតិកាព័ត៌មានថ្ងៃនេះឡើងវិញលោកស្រីមួសុខួរនិងលោកយឹមសវណ្ណបានជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មការទី8និងទី10នៃរដ្ឋសភានៅក្នុងការបោះឆ្នោតកាលពីថ្ងៃម្សិលមិញនោះទេបញ្ហាទំនាស់ដីធ្លីនៅតែអង្រួនទីក្រុងភ្នំពេញនៅថ្ងៃម្សិលមិញយ៉ាងហោចណាស់ក៏មានការតវ៉ាពីកន្លែងមួយនៅមុខរដ្ឋសភានិងមួយទៀតនៅខាងមុខផ្ទះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន
កម្ពុជាអូស្ត្រាលីនៅមិនទាន់មានកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនខណៈដែលមានការរិះគន់ចំណែកឯព័ត៌មានអន្តរជាតិនោះតុលាការអន្តរជាតិបារាំងចោទប្រកាន់ប្រធានអង្គការរូបិយវត្ថុអន្តរជាតិជាផ្លូវការអង្គការសុខភាពពិភពលោកការប្រែប្រួលអាកាសធាតុគឺជាការប្រឈមសម្រាប់សុខភាព